អាជួនលោកគ្រូតួឯងឈ្នះការប្រកួតនេះតែកណ្ដាប់ឯងគ្មានមេត្តាទេមានតែសម្រាប់មនុស្សមកពីសេះច្បងឯងមានចិត្តបិសាចពីថ្ងៃនេះតទៅឯងមិនមែនជាសិស្សរបស់យើងទៀតទេតាំងពីទៅលោកគ្រូប្រាប់ខ្ញុំថាកម្លាំងកំដប់ដៃលើពីមនុស្សធម្មតាត្រូវការបង្រៀនថែមទៀតខ្ញុំបានស៊ូទ្រាំចិត្តខ្លួនឯងពេលនេះសេះច្បងចង់ធ្វើឲ្យខ្ញុំរបួសខ្ញុំគ្រាន់តែការពារជីវិតតែប៉ុណ្ណោះដល់ពេលនេះហើយអញនឹងមិនយល់ពីចេតនារបស់យើងឯងទៅចុះអាក្មេងចង្រៃនេះសុំបីមិនដែលបង្កើតឯងក៏វាយដៃធ្ងន់យ៉ាងនេះដែរមើលទៅទាំងនេះសុទ្ធតែឯងធ្វើឲ្យរបួសខ្ញុំគ្មានចេតនាធ្វើឲ្យមករបួសទេខ្ញុំសុំទោសសុំទោសតាមបានប្រយោជន៍អីឯងកើតមកគឺមកទៀមទាបំណុលក្នុងគ្រួសារមួយនេះឯងមិនស័ក្តិសមធ្វើជាអ្នកបដាល់ទេដើរទៅពួកយើងចាត់ទុកថាគ្មានកូនប្រុសដូចជាឯងចេញទៅប៉ាចេញទៅអាជួនខ្ញុំក៏មិនចង់ធ្វើបែបនេះដែរខ្ញុំចង់ធ្វើជាមនុស្សធម្មតាខ្លាចជាអ្នកប្រដាល់ផ្លូវដើរទៅថ្ងៃក្រោយឯងដើរទៅខ្លួនឯងចុះអាជន់ត្រឹមតែជាក្មេងម្នាក់គេកំដរលោកខាត់វាយបដាល់យូរយ៉ាងនេះហេតុអីក៏លោកដែរធ្ងន់ម្ល៉េះបាទបងឈីងមិនអីទេមែនទីងខ្ញុំមិនអីទេខ្ញុំសាច់តាន់ហាត់យូរប៉ុណ្ណាក៏បានដែរចាំពេលដែលឯងធំឡើងគឺឲ្យពួកគេបង្រៀនឯងវាយបដាល់តិចទៀតបោះសម្អាតកន្លែងហាន់ប្រមូលស្រោមដៃប្រដាប់ទុកវិញទៅត្រៀមទទួលភ្ញៀវយប់នេះបញ្ញាប់ទៅហៅមនុស្សគ្រប់គ្នាមកទីនេះហៅគ្រប់គ្នាមកហៅគ្រប់គ្នាមកទីនេះមកតាមមានរឿងអីឯងនៅក្មេងកុំសួរចាំពេកបងឈីកុំបារម្ភអីមានពួកយើងនៅទីនេះប្រកាសជាមិនឲ្យខុងជឿលបប្រកួតបានជោគជ័យទេខុងជឿជាស្ដេចយមរាជនៅរស់កូនចៅគេមិនត្រឹមតែអ្នកបដាល់ចាំងអ៊ូជៀនដល់ប៉ុនប្រសពទេនិងអ្នកបដាល់ឯហ៊ូឆាងដ៏មានកម្លាំងខ្លាំងលឹកនីង
ក្រុមសិង្ហនពួកយើងខ្លាចតែជប់គូប្រកួតខ្លាំងទីង ខ្ញុំនៅបងប្រុសខ្ញុំឈូស្លាប់ការពារក្លឹបបណ្ដារបស់ពួកយើងពីដំបូងមិនមានបងគឺពួកយើងត្រូវដែរណាថាអត់បាយស្លាប់ហើយទីនេះគឺជាផ្ទះរបស់ពួកយើង ត្រូវហើយទីនេះជាផ្ទះពួកយើង មិនបានទីងដឹងថាគ្មានសង្ឃឹមឈ្នះខ្ញុំមិនឲ្យពួកលោកទៅផ្សងគ្រោះថ្នាក់ឡើយ បងឈីង លើកនេះពួកយើងគឺសម្ដៅមករកក្លឹបប្រដាល់សិង្ហួរពួកយើងមនុស្សខំជាឡគ្មានគូប្រកួតជាមួយចឹងណានទីង អាចារ្យមែនមាននរណាអាចបញ្ឈប់ខ្ញុំបានទេ ចំណែកចាំងបីពួកយើងមានតែពួកយើងធំបំផុតម្យ៉ាងវិញទៀតលោកម្ចាស់ធ្លាប់ប្រាប់ថាបើប្រកួតបានជោគជ័យគឺត្រូវប្រកួតក្លឹបប្រដាល់គេចង់គ្រប់គ្រងក្លឹបប្រដាល់ទាំងអស់ តើធ្វើយ៉ាងម៉េចបើគ្មានក្លឹបបណ្ដាស៊ីហងពួកយើងពិតជាត្រូវបាត់បង់ផ្ទះហើយត្រូវហើយ ពួកយើង នឹងត្រូវបាត់បង់ផ្ទះហើយ ខ្ញុំនៅតែឈរនៅទីនេះខ្ញុំនឹងស៊ូដល់នាទីចុងក្រោយប៉ុន្តែខ្ញុំមិនចង់ឲ្យពួកលោកលះបង់អាសាបង់ទីអ្នកចង់ទៅគឺទៅឥឡូវនេះចង់ ក្មេងនេះពីដំបងពួកយើងមើលថាគេណាឥឡូវគេបានជារដ្ឋមន្ត្រីបានពិតជាដំណគុណណាទៅពេលនេះក៏ល្អដែរក្លឹបបណ្ដាស៊ីហងគ្មានមនុស្សកំសាកទេ បានហើយអាចន់ត្រឹមតែជាក្មេងម្នាក់តែប៉ុណ្ណោះគេក៏មិនចេះវាយដែរនៅសិង្ហួរក៏គ្មានប្រយោជន៍អីដែរ គេហូបបាយក្នុងផ្ទះតែជួយអ្នកក្រៅកាលនោះគួរតែឲ្យគេដាច់ពោះសាប់នៅតាមផ្លូវប្រទេសផ្ដាស់មែន ប៉ាម៉ាលោកគ្រូអាចន់នឹកគ្រប់គ្នាណាស់ខ្ញុំចង់ធ្វើជាមនុស្សធម្មតាម្នាក់ធំឡើងដូចក្មេងដទៃបើខ្ញុំមិនមានកម្លាំងជាគឺល្អហើយ តើឯងមិនមានផ្ទះទេអីតើទ្រាំលំបាកបានទីបានខ្ញុំមានកម្លាំងអីខ្ញុំមិនចង់ឲ្យឯងប្រើកម្លាំងធ្វើការទីឯងអាចទ្រាំលំបាកបានខ្ញុំធានាថាឯងមិនអត់បាយស្លាប់ទី បងឈិងអញមិនទៅទេបងឈិងក្រែងបងនៅមានស្រាំដៃបដាល់ដែរដុនតាបន្សល់ទុកមែនទេពេលអ្នកមានទេពកោសល្យពាក់វាគឺអាចយកឈ្នះពួកគេបានបងឈីងបើធ្វើចិត្តយ៉ាងនេះនាងមិនចង់ស្វាគមន៍ខ្ញុំទេ បងឈីងបើធ្វើចិត្តយ៉ាងនេះតានាងមិនស្វាគមន៍ខ្ញុំទេ ហេតុអីក៏លោកម្ចាស់ខុងនិយាយបែបនេះក្លឹបបដាល់បើកទ្វារគឺត្រូវទទួលភ្ញៀវហើយ បានអញ្ចឹងនាងគួរតែដឹងហើយគុំបំណងដែលខ្ញុំមកថ្ងៃនេះ លោកម្ចាស់ខុងតើនិយាយពាក្យសភារិបសាធ្វើអីថ្ងៃនេះពួកយើងមកអុកឡុកគ្រប់គ្រងក្លឹបបណ្ដាលទាំងអស់ ត្រូវគ្រប់គ្រងក្លឹបបណ្ដាលទាំងអស់គ្រប់គ្រងក្លឹបបណ្ដាលទាំងអស់ ពួកឯងដូចជាកេកាងពេកហើយចង់ដណ្ដើមយកក៏ទៅសួរកណ្ដាប់ដៃខ្ញុំយកប្របដែរឬអត់ មិនខុសទេដើមឡើយចាំងពេញជាទឹកដីរបស់បងឈីងចាំបំពេញត្រូវមើលថាពួកឯងមានសមត្ថភាពឬអត់ បងឈីងគេធ្វើបាបដល់ក្បាលពួកយើងហើយតើនៅអត់ធ្មត់ធ្វើអីទៀតបើខ្ញុំនិយាយគួរទៅវាយពួកគេជុំថ្មិញលើដីរត់ចេញពីទីនេះ
បើសិនជាច្បាប់នេះគឺដូនតាកំណត់រួចហើយខ្ញុំក៏ទទួលស្គាល់ ស័ក្តិសមជានាងធំនៃក្លឹបប្រដាល់ចាំង2មែនក្លាហាន មើលទៅអ្នកទាំងពីរគឺជាអ្នកប្រដាល់ជាងអូជៀនដ៏ប៉ិនប្រសប់និងអ្នកប្រដាល់ហើយអូឆាងដ៏ឆ្នើម លោកបញ្ញាខុងថ្ងៃនេះធ្វើឲ្យក្លឹបបដាបដូរតកូឡ ត្រូវហើយបដូរតកូឡបដូរតកូឡបដូរតកូឡ នាទីនេះបន្តិចទៀតខ្ញុំវាយពួកឯងឲ្យដេកលើដីហៅថាលោកតា អាល្ងងបងឈីងបើបែបនេះទៅហើយពួកយើងបង្ហាញសមត្ថភាពទៅត្រូវហើយពេលវេលាមិនរងចាំមនុស្សទេពេលនេះពួកយើងត្រៀមចាប់ផ្ដើមទៅដល់ដៃជិះបងឈីងភ្លាមជិះភ្លាម លោកម្ចាស់ខុងប្រញាប់ចាក់នីងចុះបើថ្ងៃនេះលោកចាញ់លោកគិតចាក់មិញលោកម្ចាស់ខុងមានការជឿជាក់ចាក់នីងចុះបើសិនជាថ្ងៃនេះលោកចាញ់ ឆ្កែចាំផ្ទះរបស់នាងទាំងនេះចេះតែព្រុសបន្តិចទៀតខ្ញុំនឹងឲ្យពួកគេឃើញថាសង្វៀនប្រដាល់ពិតប្រកបគឺជាអ្វី វាយឯងបាក់ថ្មិញហើយចាប់និយាយគ្នាទៀត ឈប់ភ្លាមអូសាន់បើលោកចង់ឡើងប្រកួតនៅលើសង្វៀនផ្ដាល់គឺប្រមូលកណ្ដាប់ដៃលោកមិញនេះ មនុស្សរបស់ខ្ញុំមិនគោរពច្បាប់សង្វៀននឹងបានឃើញលទ្ធផលបើសិនជាថ្ងៃនេះលោកចាញ់គឺនាំមនុស្សរបស់លោកចាក់ចេញពីទីនេះភ្លាមមិនឲ្យចូលជារៀងរហូត បានតាខ្ញុំនឹងចាំមើលថាតើនេះឈ្នះខ្ញុំយ៉ាងម៉េចអ្នកប្រដាល់ដ៏ប៉ិនប្រសប់អ្នកប្រដាល់ដ៏ឆ្នើមថ្ងៃនេះពួកនាងមានគ្នាប៉ុន្មានអ្នកឡើងមកប្រកួតឲ្យអស់មក កែកាងមែនវាយមិនឈ្នះហ៎ ពួកយើងវាយមិនឈ្នះ មែនទេ គេទាំងពីរនេះមានស្ថានភាពមិនសូវល្អទេខ្លាចតែមិនមែនគូប្រកួតរបស់ពួកគេត្រូវបញ្ជាពេលរកវិធីផ្សេងវិញ ឈប់សិនបងឈីងនាងគិតអីនៅក្នុងចិត្តខ្ញុំដឹងទាំងអស់គ្មានប្រយោជន៍ទេ ប្រហែលលោកម្ចាស់ខុងយកច្រឡំហើយអាចន់ត្រឹមតែជាក្មេងម្នាក់ខ្ញុំគ្រាន់តែមិនចង់ឲ្យគេចូលក្នុងចំនួននេះប៉ុណ្ណោះ ថ្ងៃនេះទោះជានាងហៅនរណាមកក៏ក្លឹបប្រដាល់នេះនៅតែជារបស់ខ្ញុំដែរពួកឯងទាំងពីរអ្នកណាជាអ្នកឡើងមុន ត្រឹមតែបែបនេះក៏ស័ក្តិសមជាអ្នកប្រដាល់ដ៏ប៉ិនប្រសប់ចេញមុខដែរលោកម្ចាស់ខុងខ្ញុំមើលទៅលោកដូចជាប្រាំមនុស្សខុសហើយ ល្អណាស់ការប្រកួតវគ្គទី1អ្នកនាងចាំងចូលប្រកួត បើលោកម្ចាស់ខុងនិយាយទៅហើយពេលនេះខ្ញុំបំពេញបំណងប្រាថ្នាឲ្យលោកចុះគ្រប់គ្រងក្លឹបប្រដាល់ទាំងអ ពី ស់ ពីស្ដាប់ណាមិនចេះនិយាយនោះខ្ញុំចាំមើលថាអ្នកប្រដាល់ដ៏ប៉ិនប្រសប់ណានេះនិយាយនោះតើវាអស់ចាំប៉ុណ្ណាទៅ វាពូកែជាងលោកគឺបានហើយខ្ញុំប្រកួតជាមួយ នា លោក ង ចុះមនុស្សប្រុសដូចជាលោកចាត់ទុកថាសង្ហាហើយបើពេលនេះលោកវល់ខ្ញុំ ភុយ ខ្ញុំនឹង ខ្ញុំត្រូវការមនុស្សស្រីបន្ធូរដៃដែរប្រាប់នាងទៅចុះកុំបង្ខំខ្ញុំវាយនាងរហូតដល់ខូចសម្រស់គ្មានប្រុសណាហ៊ានយកនាង មើលទៅលោកមិនឆ្លាតទៅសោះត្រឹមតែឆ្កែចាំផ្ទះចេះព្រុសមិនចេះវិធីវាយផ្ដាល់នៅមានអ្នកផ្សេងទៀតដែរទេបងហួយបងឆេងមានការបញ្ញាប់រកបង រឿងហានឈីងអត់ពាក់ព័ន្ធជាមួយខ្ញុំយូរហើយ បងហួយសំបងជួយបងឆេងផងទៅ ឯងគឺអាចន់ហ្នឹងហ៎
lưu thải thu can được khắp đàn mình tì បាន bà anh ta thu cần đập lại xâm bán xâm nâng bị chả rần à ល្អ ai là ất nì nó không phải sao anh ta thu cần đập lại là bọc xâm bán tham thằng ai cạo lăng bàn tiệt បងហួយខ្ញុំទទួលកណ្ដាប់ដៃបងបានហើយតើពេលនេះអាចទៅជួយបងឈិកបានទេ xâm mơ ta anh Trời phật có ơi. sạch tan cù xòm đầy chỉ mũi nâng ca đào vò nét đầu tí cố tay tờ rông cần đập đấy có ai bình dịp biết bàn đây បើពេលនេះខ្ញុំឡើងសង្វៀនបដាល់គឺគ្រប់គ្រងកម្លាំងមិនបានទេដល់ពេលនោះវាយដំមនុស្សស្លាប់នឹងត្រូវនាំទុកដល់បងឈិងបងហួយមនុស្សប្រុសរក្សាពាក្យសន្យាបងសន្យានឹងខ្ញុំថានឹងទៅជួយបងឈិងនោះអី xâm thang xâm bị chả rần mùi sân បង ai tới cho không chỉ lo chỉ sạch tranh nơi chẳng nàn cố tay trâu cục trong club bật đao tiệc o anh ta bạp niếng ở bọc băng club bật đao sinh hoàng tử បងហួយបងហួយបងហួយជាមនុស្សបោកប្រាស់មើលទៅពឹងមិនបានទេខ្ញុំត្រូវឆាប់ទៅក្លាប់បដាល់វិញប្រាប់បងឈិងហើយ នៅមានអ្នកណាទៀតទេ niếng sập bà chết lươn bị hơi nhưng mình toàn đùa tê លោកក៏ប្រកែកទ្រាំដែរទៅនៅអាចក្រោកឈប់បានទៀន nhưng mình toàn đùa tê mà to tiết khai ni nhưng ao niếng đang ở vây hà thả miền tơ miền máu ở cha sẽ bao han លោកចាត់ទុកថាមានសមត្ថភាពប៉ុន្តែលោកមិនអាចកែប្រែលទ្ធផលបរាជ័យក្នុងដៃខ្ញុំបានឡើយ ở cha mặt đây giang chăng anh ស្លាប់ទៅសាច់បងអូវ៉ាន បងឈិងមើលទៅការប្រកួតនេះកំណត់ច្បាស់ហើយថាត្រកូលឡតែមកដឹងខ្លួនហើយ ខ្ញុំមិនតចូលប្រកួតទេបងឈិងពេលនេះទុកឲ្យខ្ញុំវិញ អេសិប្អូនបន្តមកនេះទុកឲ្យសិស្សច្បាំងលេងម្ដង វាយជាមួយគេគ្មានន័យតតែសោះបើចាត់ទុកថាបដាឆ្កែគឺបាន នេះកំចោមកវាយបន្តទៀតថ្ងៃនេះខ្ញុំបង្រៀននាងឲ្យធ្វើជាមនុស្ស អាល្អិតខ្ញុំមកប្រកួតជាមួយឯងទុកឲ្យខ្ញុំកំដរឯងលេងការសប្បាយរបស់សិប្អូនខ្ញុំក៏ចង់សាកដែរហ៎ ល្អ មិនបាត់ទេសិស្សច្បងអ៊ូសៀនប្រកួតជាមួយនឹងអ៊ូជៀនគឺមានសង្ឃឹមឈ្នះប៉ុន្តែប្រកួតជាមួយនឹងហៃអ៊ូឆាងនេះគឺខ្សែខ្លាំងពេកហើយប្រកួតបែបនេះមិនឈ្នះទេ ឯងថាម៉េចក្មេងមិនតាន់ធំដូចឯងកុំមកនិយាយផ្ដាស់កុំគិតថាកំដរហាត់2ថ្ងៃគឺដឹងថាអ្វីហៅថាបដាល់បើលើកមុនមិនមែនខ្ញុំមិនធូរដៃឯងទៅជប់ស្រាយយកមរិចបាត់ទៅហើយ អ៊ូសៀនសម្រួលអារម្មណ៍ឲ្យបានល្អត្រៀមចូលប្រកួត មិនអាចទេ ផ្លេចរហ័សនាមរបស់ខ្ញុំហើយអ្នកប្រដាល់ឆ្នើមឯងអាចធ្វើឲ្យខ្ញុំមានរបួសបានទេអឺ ខ្ញុំមិនជឿថាខ្ញុំវាយឯងមិនដួលទេ ឡវាយបានល្អវាយបានល្អ វាយបានល្អណាស់ វាយបានល្អដល់វិញខ្ញុំហើយអាល្អិត បងឈិងលទ្ធផលបានឃើញច្បាស់ហើយត្រៀមកិច្ចសន្យាផ្ទេរកម្មសិទ្ធិមក បន្តទៀត
ឈប់ភ្លាមអូសៀនឈប់វាយទៅ បងឈីងខ្ញុំជឿជាក់ខ្ញុំអាចវាយបានបងជឿជាក់ខ្ញុំចុះ គ្រប់គ្រាន់ហើយ ខ្ញុំចូលចិត្តមនុស្សស្រីដែលឆ្លាត មនុស្សអាក្រក់យកដៃកខ្វក់លោកចេញទៅកុំប៉ះបងឈិញរបស់ខ្ញុំ សើច្បងឯងនិយាយត្រូវឯងជាកូនក្មេងដែលមិនទាន់បាត់ធំក្លិនទឹកដោះកំណត់ដៃរឿងរបស់មនុស្សធំអី តើលោកជឿថាមួយកណ្ដាប់ដៃខ្ញុំនេះយកឈ្នះពួកលោកបានទេអាជន់កុំនិយាយប្រេះផ្ដាស់ មើលទៅនាងនៅតែមានបុណ្យស្នេហ៍ដូច្នេះបានជាក្លាបផ្ដាល់របស់នាងមានមនុស្សប្រុសច្រើនយ៉ាងនេះមានភាពស្មោះត្រង់ចំពោះនាង តើលោកចង់ធ្វើអី បាននាងមិនដាច់ចិត្តពីក្លាបផ្ដាល់នាងធ្វើជាមនុស្សស្រីរបស់ខ្ញុំទៅថ្ងៃក្រោយនាងគឺជាតកែស្រីរបស់ក្លាបផ្ដាល់មួយនេះ មិនអាចទីង không chịu lo ai thua bạp kỳ bị hơi ai bắt bỏ là bài tư có mình dây chỉ một dương mấy mình chấp là tôi có dương chỉ bằng thủng hai cái đói bằng chính cứ chỉ bằng thay là bảo bộ ai hơi ពួកយើងចាញ់ហើយប៉ុន្តែពួកយើងហ៊ានភ្នាល់ហ៊ានចាញ់មិនដល់វិញលោកលើកដៃបញ្ជានៅទីនេះឡើយ hai anh niêm mình chăm nom mà nuôi bảo niếng tránh phải tin đi tư rượu mùi thả bùi dương tới cho tranh hai mình thế cầm bình đi để cho nó cứ chỉ đánh mà tới ngày đi bùi dương tới chạy tranh hai សុំទៅផងអ្នកគ្រប់គ្នា បងឈីង ពេលត្រូវលោកគ្រូដេញចេញខ្ញុំធ្លាប់ស្បត់ចំពោះលោកគ្រូមិនបញ្ចេញកណ្ដាប់ដៃតាមចិត្តទៀតទេប៉ុន្តែពេលនេះមិនមានបងឈិងគឺខ្ញុំត្រូវស្លាប់តាមផ្លូវហើយខ្ញុំត្រូវតែសងគុណគាត់មិនអាចឈប់មើលបងឈិងត្រូវមនុស្សអាក្រក់ធ្វើបាបទេ ចាប់បដូររបស់នៅទីនេះចេញទៅល្អ បងឈិងខ្ញុំអាចវាយឈ្នះពួកគេអាជន់កុំលេចសាច់អីក្រែងលោកថាវាយឈ្នះមនុស្សនៅក្នុងក្លឹបបដាល់ដែលព្រមចូលប្រកួតទើបទុកថាឈ្នះមែនទេខ្ញុំក៏ជាសមាជិកម្នាក់ក្នុងក្លឹបបដាល់ស៊ីងហ៊ွန်ដែរ ai nâng à cái anh miênបញ្ហានៅត្រង់នេះទៀតដឹងអី តើហ៊ានប្រកួតដែរទេ ឯងជាក្មេងដែលមិនទាន់បាត់ធំក្លិនទឹកដោះចង់ប្រកួតជាមួយអ្នកប្រដាល់ដ៏ប៉ិនប្រសប់និងអ្នកប្រដាល់ឆ្នាំរបស់ពួកយើងខ្ញុំគិតថាឯងទៅផ្ទះបើទៅដល់គូវិញទៅ កុំនិយាយច្រើនបើលោកមិនហ៊ានប្រកួតទេគឺឆាប់សុំទោសបងឈិងហើយចាក់ចេញពីក្លឹបបដាល់នេះភ្លាមទៅ បានចឹងថ្ងៃនេះផ្ដល់មេរៀនខ្លះដល់ឯងទៅចុះតោះឲ្យឯងលិតជង្គង់ហៅយើងថាលោកតា អាជន់ ពេលនេះតើខ្ញុំមានសិទ្ធិចុះប្រកួតដែរទេ អាក្មេងនេះពិតជាខ្លាំងមែនហេអាល្អិតលោកម្ចាស់ខំទុកពេលឯងឯងគិតថាខ្លួនឯងប្រកែមិនឈប់ក៏ចង់មើលខ្លួនឯងសិនទៅ គួរតែខំរៀនថែមទៀតឯងជាក្មេងកំព្រាខ្ញុំមិនមែនក្មេងកំព្រាទេខ្ញុំមានប៉ាមានម៉ាក់មិនអោយលោកថែខ្ញុំទេ ខ្ញុំថាឯងហើយយ៉ាងម៉េចអាក្មេងកំព្រា តែកណ្ដាប់ដៃឯងគ្មានមេត្តាមានតែសម្រាប់មនុស្ស លោកគ្រូធ្លាប់បាននិយាយថាកណ្ដាប់ដៃរបស់ខ្ញុំបានតែសម្រាប់មនុស្សអត់ទេខ្ញុំត្រូវតែជួយបុកឈិងជួយសាច់ច្បាំងទាំងអស់នៅក្នុងក្លឹបបដាស៊ីងហួរបើខ្ញុំវាយនៅក្រោមក្លឹបសង្វៀនប្រកាសជាត្រូវវាយស្លាប់នៅទីនេះហើយដល់ពេលនោះបកករឿងធំដល់បុកឈិងមិនបានទេខ្ញុំត្រូវគ្រប់គ្រងចិត្តមិញនេះអ្នកណាថាខ្ញុំជាក្មេងកំព្រា ហេអាក្មេងកំព្រាថាឲ្យឯងក្មេងឯងនេះហ៊ានលេងសាច់នឹងខ្ញុំថ្ងៃនេះវាយឯងជុំថ្មីថ្លាដល់ដីឯនេះលេងល្បិចឯងចាំសិន មនុស្សរបស់នាងពឹងលើការលេងល្បីទាំងនេះ តម្លៃអាជន់ជាសមាជិកម្នាក់ក្នុងក្លឹបបដាពួកយើងជំនាញរបស់គេគឺគិញត្រូវបន្ទោសមនុស្សពួកលងដើរធ្វើបាបអ្នកដទៃគិតថាក្មេងមិនចាំបាច់គោរពចង់ធ្វើបាបគេមែនទេលោកគ្រូនិងប៉ាម៉ាក់មិនធ្លាប់ការពារខ្ញុំបែបនេះទេថ្ងៃនេះ
ខ្ញុំនឹងយកឈ្នះខ្ញុំដាច់ខាត់មិនឲ្យលោកឈ្នះទេ ឯងចង់ឡើងសង្វៀនប្រដាល់ហ៎ មែនខ្ញុំចង់ជួយបងឆេងការពារក្លឹបប្រដាល់មួយនេះលោកឃើញលុយឆ្មក់ផង សូមបញ្ជាកូនក្មេងឯងបាយដែរ ខ្ញុំទៅភ្នែកដាក់ក្មេងម្នាក់នេះកន្លែងជាក្មេងកំដរហាត់ល្អបំផុតក្នុងក្លឹបបណ្ដាលពួកឯងមែនទេសូម្បីវាយឆ្មក់ក៏ទប់មិនបាននៅចង់ឡើងសង្វៀនបណ្ដាលប្រកួតទៀតគួរឲ្យចង់សើច មើលទៅខ្ញុំគិតច្រើនពេកហើយគេត្រឹមតែមានគំនិតជាកូនក្មេងប៉ុណ្ណោះទទួលយកកណ្ដាប់ដៃរបស់ខ្ញុំបន្ទាប់មកគឺជាការប្រកួតដែលគេត្រូវទទួលយក អញមិនអីទេម៉ាទីងមិនអីទេបងឆេងខ្ញុំមានរាងកាយរឹងមាំណាស់វាឆ្មក់នៅក្រោមសង្វៀនគឺជាបំរាមធំនៃប្រកួតបណ្ដាល់លោកម្ចាស់ខុងតើអប់រំកូនចៅបែបនេះមែនទេ អំមាញ់មិញអ្នកណាជាអ្នកវាយកាត់ដៃអ្នកនោះទៅ លោកម្ចាស់ខុងខ្ញុំគ្រាន់តែទៅភ្នែកដាក់ក្មេងនេះគេញុះញង់លោកម្ចាស់ខុងលើកលែងខ្ញុំផងលោកម្ចាស់ខុងខ្ញុំស្មោះត្រង់ចំពោះលោកលោកម្ចាស់ខុងលើកលែង ស្មោះត្រង់គឺជាការត្រឹមត្រូវតែស្មោះត្រង់ជ្រុលពេកគឺនឹងត្រូវស្លាប់ តែយកក្តាស់នឹងបិចមកពេលនេះខ្ញុំចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរកម្មសិទ្ធិមិនបានទេលោកគ្រូខ្ញុំធ្លាប់និយាយថាកណ្ដាប់ដៃការពារខ្លួនឯងកំចាត់មនុស្សអាក្រក់ទោះបីខ្ញុំមិនទាន់យល់ច្បាស់ពីហេតុផលដែលលោកគ្រូធ្លាប់បង្រៀនប៉ុន្តែពេលនេះខ្ញុំដឹងថាកណ្ដាប់ដៃរបស់ខ្ញុំគួរតែចេញមកការពារអ្នកគ្រប់គ្នាអញមានរបួសហែងបន្តិចទៀតទៅបន្ទប់តឹងពិនិត្យរាងកាយខ្លួនឯងលុយទាំងអស់នេះគ្រប់គ្រាន់តែឯងទៅរកកន្លែងថ្មីហើយ ពួកលោកតាចុង បងឈីងសូមបងថែខ្លួនផងអីមិនបាត់ទេមិនអាចសញ្ញាបានទេបងឈីងបងជឿជាក់លើខ្ញុំម្ដងនេះខ្ញុំនឹងប្រកួតឈ្នះមនុស្សរបស់ខុងជឿ បងប្អូនយើងពីអ្នកវាយមិនឈ្នះផងឯងជាកូនក្មេងកុំមកករឿងឲ្យបងឈីងទៀតឆាប់ចាក់ចេញភ្លាមទៅ អាចន់ក្រំមេឃគ្មានពិធីជប់លៀងមិនបាច់គ្នាទេផ្លូវដើរនៅថ្ងៃក្រោយឯងត្រូវដើរដោយខ្លួនឯងខ្ញុំមិនសុខចិត្តចាញ់ទេខ្ញុំគ្រប់គ្រងវាសនាខ្លួនឯងកណ្ដាប់ដៃខ្ញុំក៏អាចការពារសាច់ញាតិខ្ញុំនិងមិត្តភក្តិខ្ញុំបានដែរ មើលតាឥឡូវនេះលួចរៀនពីពួកយើងបន្តិចទេ ទោះបីជាគេមានរាងកាយរហ័សរហួនប៉ុន្តែអាយុរបស់គេទិញកម្លាំងរាងកាយគឺមិនគ្រប់គ្រាន់ទេមិនអាចប្រកួតជាមួយអ្នកបដាប៉ុនប្រសពនិងអ្នកបដាឆ្នាំបានទេអាចន់ឆាប់ចុះមក ឯងពិតជាចង់ប្រកួតមែនណា ត្រូវហើយអ្នកណាក៏រៀបរៀងខ្ញុំមិន បើ បាន ក្មេងម្នាក់នេះមានទេពកោសល្យអាចទទួលចូលក្រុមបានតែបើគ្រាន់តែនិយាយកុហកវាយឲ្យងាប់ក៏មិនស្ដាយដែរបានខ្ញុំសូមសរសើរភាពក្លាហានរបស់ឯងថ្ងៃនេះយើងនឹងឲ្យឯងដឹងពីភាពខុសគ្នារវាងការពិតនិងក្តីស្រមៃពួកឯងទាំងពីរអ្នកណាជាអ្នកចូលប្រកួត ក្មេងនេះប្រហែលជាមើលរឿងភាគក្បាច់គុណច្រើនពេកហើយគិតតែខ្លួនឯងជាអ្នកណាយកលុយទាំងអស់នោះពិនិត្យខួរក្បាលសិនទៅ ខ្ញុំក៏មិនវាយដែរខ្ញុំជាអ្នកប្រដាល់ឆ្នើមឲ្យតែវាយជាមួយក្មេងមិនទាន់បាត់ធំក្លិនទឹកដោះចង់ឲ្យខ្ញុំបាប់អង្គគឺឈ្មោះមែនទេអីឯងកុំភ្លេចពីលក្ខខណ្ឌដែលខ្ញុំអញ្ជើញពួកឯងមក បានហើយខ្ញុំចូលប្រកួតយកឈ្នះ អេត្រឹមតែពី3នាទីមិនចាំបាច់លើកទេ ចូលមកក្មេងតូចហើយយ៉ាដៃរហ័សណាស់មិញនេះអាចវាយខ្ញុំត្រូវក្មេងនេះបែរជាដកដៃទៅវិញតើគេពិតជាអ្នកបដាល់ពិតមែនទេ បងអូយៀនកុំបន្ធូរដៃវាយឲ្យខ្លាំងទៅអប់រំឲ្យក្មេងដែលមិនដឹងមិនធ្វើទៅទៀត យ៉ាឡោវាយមួយបែកក្បាលគេចាំមើលគេព្រមចុះចាញ់ឬអត់ចើបងនាងថាចូលប្រកួតយកឈ្នះហេតុអីបានជាកំដរគេលេង មិញនេះខ្ញុំមិនបានត្រៀមខ្លួនពីពេលនេះទៅគេគ្មានឱកាសបានបញ្ចេញកំដប់ដៃទៀតទេ កុំស្មានថាឯងរហ័សរហួនរបួសគឺអាចកិច្ចបានអសោះនោះចំណុចខ្សែរបស់នេះគឺត្រង់នោះ ប្រដាល់មានន័យថា
មានដៃរហ័សរក្សាស្មារតីនិងសំខាន់បំផុតចំណុចខ្សោយរបស់គូប្រកួតវិធីនេះទើបអាចធ្វើឲ្យឈ្នះបានយ៉ាងលឿន លោកគ្រូគឺរកឃើញចំណុចខ្សោយគឺវាយឈ្នះគេត្រូវដែរទេលោកគ្រូអាចជន់ធ្វើបានទាំងអស់ហើយហេតុអីលោកគ្រូនៅតែកវិក្បាលសម្ដីរបស់លោកគ្រូខ្ញុំយល់ហើយអ្នកខ្លាំងពិតប្រកបគឺមើងងាយការវាប្រហារចំណុចខ្សោយរបស់អ្នកដទៃអញកំពុងនិយាយរអ៊ូអីពេលនេះខ្ញុំមកជូនអញទៅជួបស្ដេចជុំរៀងគឺពេលនេះហើយ ឡឡឡឡឡឡអចារ្យណា វ៉ាវមិនអាចទៅក្មេងនេះក៏ចេះវាយដែរវាបើឈ្នះគ្រូបណ្ដាលដល់បកែទៀតផងល្ងងណាស់អាយវាយមនុស្សស្អីបែបនេះ តើមានរៃកាត់ឡើង មិនបានជាអញ្ចឹងចាំដឹងហើយអាឡាឌីទើបតែអាយុ10ឆ្នាំអាយវាយឈ្នះគ្រូបណ្ដាលបានរឿងនេះខ្ញុំមានការសង្ស័យណា លោកម្ចាស់ខុងខ្ញុំ ស្រីម្នាក់នេះសម្ដែងសំពេចហើយប្រកាសជាយល់លុយពីក្លឹបបណ្ដាលស៊ីងហួង លោកម្ចាស់ខុងត្រីម្នាក់នេះក្បត់លោកម្ចាស់ហើយ លោកម្ចាស់ខុងតើលោកលេងល្បិចអីទៀតហើយ ខ្ញុំត្រូវសួរបងឈិញហើយគួរដោះស្រាយបញ្ហាដើមពិតជាឆ្លាតណាស់នាងឆាប់មកចុះ ហេខ្ញុំនិយាយហើយក្មេងនេះមានសមត្ថភាពពិតអីគេពឹងលើល្បិចរបស់បងឈីង ខ្ញុំមិនធ្លាប់ឲ្យលុយចាំងអូជីនតើពិតជាអាចន់ពឹងលើសមត្ថភាពខ្លួនឯងយកឈ្នះនាងមែនទេមិននឹកស្មានថាជាងអូជីនវាយចាញ់ក្មេង10ឆ្នាំទេនាងតែចុះខ្ញុំគ្រាន់តែចង់ការពារក្លឹបបដាល់មិនចង់វាយឲ្យនាងស្លាប់ទេ នាងបានជាក្បត់យើងបែបនេះ លោកម្ចាស់ខុងខ្ញុំមិនបានក្បត់លោកទេ លោកម្ចាស់ខុងសិស្សប្អូនក៏មានកូនដែរប្រកាសជាមិនអាចចិត្តបែកគ្មានម្នាក់នោះទើបបានជាបទូដៃមិនក្បត់នឹងលោកម្ចាស់ទេ លោកម្ចាស់ខុងខ្ញុំមិនបានក្បត់លោកនោះទេមិនបានក្បត់ទេក្មេងម្នាក់នោះពិតជាពូកែណាស់ ហើយសិស្សប្អូន សំមុខហើយមនុស្សស្រីក្បត់បើសិស្សប្អូនរបស់ឯងបទូដៃបើអញ្ចឹងឯងត្រូវតែប្រកួតយកឈ្នះរាប់ពាន់រាប់ម៉ឺនដងហើយយើងចង់បានដៃរបស់ក្មេងម្នាក់នេះ ខំជាឡលោក បានឈីងនាងលេងល្បិចជាមួយខ្ញុំដូច្នេះក៏បន្ទោសថាខ្ញុំគ្មានធម្មតា អាចន់ឆាប់ចុះមកកុំវាយជាមួយហៃអ៊ូឆាងអីបងឈីងទុកចិត្តចុះទោះហៃអ៊ូឆាង10នាក់មកប្រកួតក៏វាយមិនឈ្នះខ្ញុំបានដែរ អាឡិនឯងក៏មានអំណួតខ្លាំងពេក អាក្មេងគ្មានឪពុកម្ដាយថ្ងៃនេះប្រដៅឯងឲ្យចេះធ្វើជាមនុស្ស អាចន់ អាក្មេងកពូលល្បិចគួរតែឲ្យគេដឹងថានរណាខ្លាំងជាងសង្ឃឹមថាក៏បន្ធូរដៃព្រោះយើងចង់មើលឃើញគេបំផ្លាញដៃក្មេងកពូលល្បិចម្នាក់នេះ បីហើយ ឆាប់ឲ្យគេឈប់ភ្លាមទេ បាននាងរត់ជង្គង់អង្វរខ្ញុំទៅ ល្អ បាទឈីងគាត់រត់ជង្គង់ចំពោះមនុស្សអាក្រក់បែបនេះ បងឈីងក្មេងម្នាក់ចង់ស្លាប់ដល់ខ្លួនឯងមិនពាក់ព័ន្ធដល់បងទេ អ
ខ្ញុំគ្រប់គ្រងវាស្នាត់ឲ្យខ្លួនឯងបើលោកចង់វាយខ្ញុំកំដរលោកស្លាប់កុំបន្ទោសខ្ញុំឲ្យសោះ ក្មេងមានអំណត់ពេកហើយនៅហ៊ាននិយាយបែបនេះទៀតឯង ហើយអូឆាងឲ្យពួកគេបានឃើញភាពខ្លាំងរបស់លោកអ្នកប្រដាល់ឆ្នាំទៅ សិច្បងប្រយ័ត្នផង នាង អោះ នាងស្មានថាគេដូចនាងជាមនុស្សស្រីចោលមកសៀតដូច្នេះហើយបានជាធ្លាក់ក្នុងការប្រកួតទូទាំងពិភពលោកក្នុងចំណោមអ្នកខ្លាំង50នាក់ អាក្មេងចង់ងាប់យើងបំពេញបំណងឯងទៅចុះ ពាក្យនេះគួរតែជាខ្ញុំទេជាអ្នកនិយាយ អាល្អិតសម្ដីថ្លោចាំមើលយើងវាយថ្លំវាយប្រមាត់របស់ឯងឲ្យខ្ទេច ពាក្យនេះគួរតែជាខ្ញុំទេជាអ្នកនិយាយ ថ្ងៃនេះគឺជាថ្ងៃអន្សាររបស់ឯងហើយ មកតើចាំបាច់មើលទេអាក្មេងនេះនឹងត្រូវចាញ់មកប្រកួតមួយទឹកគឺចាញ់តែជប់ស្រាយយមរាជចាស់ឲ្យដកដៃ ទីកន្លែងនេះគឺជារបស់ហ្វាន់ឈីងត្រូវគោរពច្បាប់របស់ខ្ញុំ មិនហ៊ានចាញ់តែមានច្បាប់មកពីណា អាជន់បើអញស្លាប់ថ្ងៃក្រោយបងឈីងនឹងទៅឲ្យធូបនៅភ្នំរបស់អញជារៀងរាល់ឆ្នាំបងឈីងចង់ចាំការខិតខំប្រឹងប្រែងរបស់ឯងការពារក្លឹបបដាសិង្ហហួងកុំសម្លាប់គេខ្ញុំគ្រប់គ្រងកម្លាំងខ្លួនឯងលេចបានហើយនៅពេលនេះបើចេញកំដាប់ដៃគេនឹង ប៉ុន្តែកណ្ដាប់ដៃរបស់ឯងគ្មានមេត្តាមានតែសម្រាប់មនុស្សមានតែសម្រាប់មនុស្ស ខ្ញុំធ្លាប់សន្យាលោកគ្រូថាខ្ញុំមិនប្រាកណ្ដាប់ដៃរងរបស់គេទៀតទេ ឯងគ្មានម៉ែឪជាក្មេងតែគ្មានអ្នកណាត្រូវការថ្ងៃនេះសាប់ក្នុងដៃអ្នកប្រដាល់ឆ្នាំដូចយើងឯងមានកិត្តិយសខ្លាំងណាស់ ខ្ញុំមិនមែនជាក្មេងកំព្រាទេ អាក្មេងកព្រាវាយគេងាប់ទៅ អាក្មេងកព្រាវាយវាងាប់ទៅវាយងាប់ទៅ ខំប្រឹងឡើង ប្រឹងឡើងអាក្មេងកព្រាវាយវាងាប់ទៅអាមនុស្សដែលគ្មានគេត្រូវការប៉ុន្តែកណ្ដាប់ដៃរបស់ឯងគ្មានមេត្តា ក្មេងកព្រា មានតែសម្រាប់មនុស្ស ទៅ អាល្អិតដល់ពេលឯងទៅឋាននរកហើយ គេកំពុងតែបង្ខំខ្ញុំហើយពីដំបូងសិស្សច្បងមានរបួសគឺដើម្បីការពារជីវិតខ្ញុំពេលនេះរបួសទាំងអស់គ្នាគឺដើម្បីការពារក្លឹបបដាសិង្ហហួរខ្ញុំមិនបានខុសខ្ញុំមិនបានធ្វើទេខ្ញុំសម្លាប់ឯង អាជន់ពិតជាអាជន់មែន មែនហើយ ហាត់នេះគឺអាចវាយឈ្នះអ្នកប្រដាល់ដល់ឆ្នាំ មែនហើយ ឈប់ទៅ មិនក្មេងកំព្រាទេខ្ញុំមានប៉ាខ្ញុំមានម៉ាក់ ខ្ញុំព្រមចាញ់ហើយខ្ញុំមិនគួរប្រមាថឯងទេ សម្លាប់គេមិនបាត់ទេខ្ញុំត្រូវបញ្ឈប់ឆាប់ឈប់ភ្លាមលោកតាហៅលោកតាឈប់ភ្លាម លោកតាខ្ញុំព្រមចាញ់ហើយទុកជីវិតឲ្យខ្ញុំផងលោកតាមានបានការឯងឆាប់ក្រោកឡើងភ្លាមវាយបន្តទៀតទៅ ក្រោកឡើង មានបានការមែន ក្រោកឡើង មិនបានទេព្រមចាញ់ទាំងបែបនេះតើខ្ញុំមានមុខអីត្រឡប់ទៅជាងណានទៀតមិនអាចចាញ់បានទេនាងកំឡុងទៅដែរទៅពួកនេះចូលចិត្តវាយគ្នាខ្ញុំមិនជឿថាពួកនេះវាយមិនឈ្នះក្មេងនេះទេ ប៉ុណ្ណឹងបានហើយ
លោកម្ចាស់ខុងរឿងដល់ថ្ងៃនេះលោកព្រមចាញ់ទេទោះបីខ្ញុំក៏ឡើងទៅដែរវាមិនអាចកាយបរាជ័យបានទេ សុទ្ធតែគ្មានបានកាខ្ញុំសូមប្រកាសអ្នកទទួលជ័យជំនះគឺអាជួង អូហូអាចជាប់ឈ្នះ អាជួងឈ្នះហើយអាជួងឈ្នះហើយអាចារ្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 យ អាជន់តាមពិតបងឈិងស្គាល់អញកាលពីមុនគឺមិនមែនអញពិតប្រកបទេ អាចារ្យអាចារ្យអាជួងឈ្នះហើយអាជួងឈ្នះហើយអាជួងឈ្នះហើយ អាចជាប់ឈ្នះហើយមិនអាចទេមិនអាចទេ ត្រូវហើយអាជួងទើបតែអាយុ10ឆ្នាំមិនទាន់ពេញវ័យហេតុអីវាយឈ្នះអ្នកបដាល់ដ៏ខ្លាំងដែលសូម្បីតែពួកយើងក៏ចាញ់ដែរនោះអាជួងវាយឈ្នះគ្រូបដាល់ដ៏ប៉ិនប្រសប់និងអ្នកបដាល់ឆ្នើមពួកយើងទាំងអស់គ្នាមើលឃើញតែផ្ទាល់ភ្នែកប្រហែលជាអាជួងមានទេពកោសល្យដែលកម្រមានក្នុងរយៈពេល100ឆ្នាំនេះ ចាប់ហើយពីមុនខ្ញុំថតធ្វើបាបអាចារ្យតែគេនឹងសងសឹកខ្ញុំដែរទេ ដល់លេងខ្ញុំទេអីលេងខ្ញុំទេ ហ៎ លេងខ្ញុំ ជាក្មេងដែលមិនឈិញទៅយកមកថ្មី អាក្មេងតូចចង់ចូលស៊ីហួងមានច្បាប់គឺត្រូវវានៅក្រោមជើងរបស់យើងបើឯងចង់ចូល វាមកវាមក វាមកវាមក វាមក វាទៅ វាទៅវាទៅ Good boy ត្រូវបងឈីរើសចិញ្ចឹមតែនរណាមិនមែនជីមនុស្សអស់ផ្លូវដើរពេលនោះពួកអញនាំគ្នាធ្វើបាបកូនក្មេងដូចជាគេនេះឥឡូវនេះដឹងខ្លាចហើយហ៎បន្តិចទៀតនេះទោះជាពួកឯងត្រូវអាចារ្យវាយជ្រុលថ្មីលើដីក៏ជារឿងសមរម្យដែរ សំដាងល្អខ្ញុំមិនបានធ្វើបាបអាចារ្យបើមនុស្សឆ្លោះទេពេលនេះអាចារ្យវាយខ្ញុំមកដៃខ្ញុំប្រកាសជាបែកក្បាលហូរឈាមហើយក ុំស្មានខ្ញុំមិនដឹងថាឯងធ្លាប់ធ្វើរឿងទៅនោះចំពោះអាចារ្យទៅសុំទោសគេទៅ ទៅ ពួកយើងក៏ទៅមើលដែរអាចារ្យប្រកែកណាចូលមកអាចារ្យ អូអូយ ទៅ គ្មានបានការ សាច់ច្បងបើសាច់ច្បងស្ដាប់សម្ដីខ្ញុំក៏មិនបាច់ក្របួសធ្ងន់ដល់ថ្នាក់នេះដែរ បើសិនជានាងឆាប់និយាយថាគេលាក់សមត្ថភាពពិតនោះខ្ញុំប្រហែលជាមានវិធីផ្សេងបាត់ទៅហើយពេលនេះមិនតាន់តែពួកនាងទេខ្មាស់គេទោះខ្ញុំក៏ត្រូវខ្មាស់គេដែរ ខ្ញុំបាននិយាយហើយប៉ុន្តែពួកលោកមិនជឿខ្ញុំ ឆ្ងល់យូរមែនហើយនៅមានវិធីផ្សេងទៀតអាចារ្យអាចពិតជាអ្នកក្លាហាននៃក្លឹបបដាល់ពួកយើងឯងប្រកែកណា មែនហើយទីបំផុតមានអ្នកបដៅខំជឿលបមនុស្សអាក្រក់នេះហើយ អាចារ្យអញឈ្នះហើយ អាចារ្យសុំទោសពួកយើងជាសិស្សច្បងគួរតែជួយដល់ឯងមិនមែនមើលងាយឯងទេបើថ្ងៃនេះគ្មានឯងពួកយើងនឹងត្រូវបាត់បង់ផ្ទះហើយតាមមែនទេមែនហើយ ពីមុនពេលកំណត់ហាត់គេវាយខ្លាំងក៏មិនឃើញគេមានកម្លាំងខ្លាំងយ៉ាងនេះដែរសុំទោសអាចារ្យខ្ញុំខុសហើយថ្ងៃក្រោយជួយណែនាំផង ត្រូវហើយវិធីវាយរបស់ចង់ប្រកែកណាបើបានមកហាត់ដល់ពួកយើងគេឈ្មោះរបស់ក្លឹបបដាល់ពួកយើងនៅចាំងប៉ៃប្រកាសជាល្បីល្បាញហើយអញ្ចឹងដល់ពេលនោះបងឈិញពួកយើងនឹងគ្រប់គ្រងក្លឹបបដាល់ទាំងអស់ត្រូវ លោកម្ចាស់ខុងមនុស្សរបស់លោកចាញ់ហើយធ្វើតាមពាក្យសន្យាមិនឲ្យមកចាំងបៃជារឿងរហូត បានឈិញនាងកុំក្អេងក្អាងខ្លាំងពេកនាងស្មានថាមានក្មេងម្នាក់នេះនាងអាចទទួលបានទីផ្សារក្លឹបបដាល់នៅចាំងប៉ៃហើយហ៎ លោកមិនន័យថាយ៉ាងម៉េច នាងកុំអារម្មណ៍ថ្ងៃក្រោយពួកយើងនឹងជួបគ្នាទៀតដល់ពេលនោះខ្ញុំនឹងប្រាប់នាងថាមានន័យថាម៉េចទៅបងឈិញកុំគិតច្រើនពួកយើងមានអាចារ្យណាក៏ពួកយើងមិនខ្លាចដែរមែនទេមែនហើយ អាចារ្យគឺជាអ្នកមានទេពកោសល្យបើថ្ងៃក្រោយបណ្ដុះបណ្ដាល
គឺនឹងទទួលបានជោគជ័យប៉ុន្តែនៅក្នុងរាងកាយអាជ័នដូចជាមានកម្លាំងអស្ចារ្យគេដូចជាមិនអាចគ្រប់គ្រងបានអាជ័នជំនាញវាយប្រដាល់របស់ឯងតើអ្នកណាបង្រៀនពីមុនគឺលោកគ្រូបង្រៀន លោកគ្រូហ៎ តើលោកគ្រូរបស់ឯងជាអ្នកណា ពីថ្ងៃនេះតទៅឯងត្រូវបណ្ដឹងចេញពីបាក់ហើយមិនមែនជាសិស្សរបស់យើងទៀតទេពេលចុះពីលើភ្នំមិនអាចប្រាប់អ្នកណាថាយើងជាគ្រូឯងឡើយ លោកគ្រូធ្លាប់បង្រៀនខ្ញុំឲ្យគ្រប់គ្រងកម្លាំងកំដប់ដៃពេលនេះខ្ញុំនៅក្លឹបបដាល់ប្រកួតឈ្នះអ្នកដទៃធ្វើឲ្យលោកគ្រូបដាល់ប៉ិនប្រសពនិងបដាល់ដល់ឆ្នាំមានរបួសពេលនោះលោកគ្រូដឹងប្រកាសជាកាន់តែអស់សង្ឃឹមចំពោះខ្ញុំទៀតហើយបងឈីងខ្ញុំដល់ពេលបោះសម្អាតហើយក ូនក្មេងដែលមានសមត្ថភាពបានឈីងមិនស្មានថាកន្លែងរបស់នាងមាននាគលាក់ខ្លួនបែបនេះសោះ ចេញទៅទីនេះមិនស្វាគមន៍លោកទេក្រាញ់បង្ហួយថាខ្ញុំមិនពាក់ព័ន្ធជាមួយលោកមែនទេតើលោកចង់មកធ្វើអី ប្រកាសជាមកអបអរនាងហើយ បងឈីងពីមុនបងហួយឃើញស្លាប់មិនជួយនឹងវាយចោលមួយដៃដេញចេញមកទៀតពេលនេះមកអបអរបើខ្ញុំនិយាយគឺគួរតែដេញគេចេញទៅ ប៉ុន្មានហើយមនុស្សបែបនេះមុខក្រាស់មិនចេះអៀងខ្មាស់ជាងខំជាឡងទៅទៀត ត្រូវហើយឆាប់ដេញចេញក្លឹបបដាស៊ីងហងមិនស្វាគមន៍ឯងទេចេញទៅ ចេញទៅ 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 អ្នកទាំងអស់គ្នាកុំតន់ខឹងអីខ្ញុំពុំអំណប់បំណងល្អមកទេ បង្ហួយនៅពេលដែលបងបិទទ្វារមិនទទួលភ្ញៀវគឺពួកយើងផ្ដាច់ទំនាក់ទំនងហើយ នាងគិតខុសហើយថ្ងៃនេះខ្ញុំមកដើម្បីអាចជន់បើឯងមានទេពកោសល្យបែបនេះគួរតែទៅជាមួយខ្ញុំអនាគតឯងប្រកាសជាល្អជាងនៅទីនេះឆ្ងាយណាស់ ខ្ញុំមិនចង់បានអនាគតស្អីទេខ្ញុំគ្រាន់តែចង់ហូបឆ្អែតស្លៀកពាក់គ្រប់គ្រាន់ប៉ុណ្ណោះ ឯងនៅក្មេងពេកហើយមិនយល់ពីកេរ្តិ៍ឈ្មោះល្បីនិងផលប្រយោជន៍ក្នុងសង្គមទេបើឯងទៅជាមួយខ្ញុំធានាថាពាក់កណ្ដាលជីវិតក្រោយរបស់ឯងនេះនឹងមានគ្រប់គ្រាន់មិនបាច់ហូបនំប៉ាវរឹងៗនោះទៀតទេ មកយកមក វ៉ា អើ លុយច្រើនណាស់ ណាលុយច្រើនយ៉ាងនេះអាចតែងក្លឹបបដាពួកយើងបានហើយអាចចោលប្រកួតលើកនេះគឺល្បីឈ្មោះហើយមនុស្សដូចជាបងហួយត្បិតតែមិនមែនមនុស្សល្អប៉ុន្តែនៅពេលចាំងតមូលគឺជាតកែមានលុយច្រើនបំផុតបើទៅជាមួយគេគឺមានអនាគតល្អ អាជន់ទោះបីជាឯងជួយបង្ឈិញឈ្នះក្លឹបបដាល់ប៉ុន្តែពួកគេនិយាយត្រូវឯងទៅជាមួយបង្ហួយមានអនាគតជាងនៅជាមួយសិង្ហួនបើឯងចង់ទៅខ្ញុំមិនរារាំងទេ តើគេពិតជាទៅមែនទេ ពីថ្ងៃនេះតទៅលុយទាំងនេះជារបស់ឯង ខ្ញុំមិនបានថាទៅជាមួយលោកទេ អាលិតឯងមិនចេះបែងចែកល្អអាក្រក់មែន បង្ហួយបើអាជន់មិនយកព្រមទីដូច្នេះគឺជូនភ្ញៀវត្រឡប់ទៅវិញ ផ្ដល់កិត្តិយសឲ្យមិនទទួលទៅវិញផាន់ឈីងនាងចាប់ទៅមើលចុះទៅ អាជន់ទេមើលថាបងឈិងយករបស់ឆ្ងាញ់អីអាឯងមន់អាំងចាំមកប្រកែកណាស់ខ្ញុំឃើញថាឯងចេញពីក្លឹបបដាល់មិនទាន់បានហូបបាយឆាប់ហូបទៅតនៅក្តៅឯងនៅចំពោះមុខខ្ញុំលះបាំងធ្វើអីឆាប់ហូបទៅ
នៅចាំថាលើកដំបូងដែលខ្ញុំបានជួបឯងគឺឯងអង្គុយក្បែរធុងសម្រាមហូបនំប៉័ងមិននឹកស្មានថាមួយប្រព្រឹត្តភ្នែកបែរជាជួបបងឈីងការពារក្លឹបផ្ដាល់ហើយបងឈីងខ្ញុំអាចន់តើឯងចាត់ទុកបងឈីងជាគ្រួសារមែនទេបានចាត់ទុកជាក្រុមគ្រួសារពួកយើងជួយគ្នាទៅវិញទៅមកតើចាំមិនដែរបងឈីងនិយាយមកចុះត្បិតតែខ្ញុំគ្រប់គ្រងមុខជំនួយក្លឹបផ្ដាល់របស់គ្រួសារប៉ុន្តែក៏មានមនុស្សច្រើនណាស់ចង់ដណ្ដើមក្លឹបផ្ដាល់ជួបវិបានតែធ្វើឲ្យកាន់តែល្អទើបគ្រួសារទទួលស្គាល់ការពារក្លឹបផ្ដាល់មួយនេះតើខ្ញុំមានអ្វីអាចជួយបងបានបងឈីងបើខ្ញុំទេមិនខុសទីការប្រកួតមិញនេះឯងមិនបានបញ្ចេញសមត្ថភាពទាំងអស់ទីត្រូវទីអាចន់ក្លឹបផ្ដាល់ត្រូវការឯងខ្ញុំត្រូវការឯងណាស់ប៉ុន្តែខ្ញុំឯងមិនបាច់ប្រញាប់ឆ្លើយតបទីទោះជាការដកដូរខ្ញុំក៏ជួយឯងដែរយ៉ាងម៉េចដែរតាមពិតពេលដែលឯងដើរចេញពីក្លឹបផ្ដាល់ខ្ញុំមើលឃើញឯងខុសពីធម្មតាប៉ុន្តែឯងប្រាប់ខ្ញុំតាមមានរឿងអីកាត់ឡើងខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាពជួយដោះស្រាយបញ្ហាឲ្យឯងពេលនៅតូចម៉ាក់ខ្ញុំកំដរខ្ញុំហាត់វាយផ្ដាល់ខ្ញុំវាយមួយដៃធ្វើឲ្យគាត់ពិការភ្នែកក្រោយមកចូលក្លឹបវឹកហាត់ខ្ញុំវាយមួយដៃធ្វើឲ្យសិស្សច្បងមានរបួសប៉ាស្ដីឲ្យខ្ញុំថាជាកូនអកតញ្ញូគ្រូថាខ្ញុំជាបិសាចដូច្នេះឯងភ័យខ្លាចពួកគេដឹងថ្ងៃនេះឯងវាយមនុស្សរបួសកាន់តែអស់សង្ឃឹមចំពោះឯងប៉ុន្តែគ្រប់យ៉ាងមិនមែនកំហុសឯងទេឯងគ្រាន់តែចង់ការពារក្លឹបផ្ដាល់ចង់ជួយអ្នកគ្រប់គ្នាប៉ុណ្ណោះប៉ុន្តែពួកគាត់មិនធ្លាប់ទទួលស្គាល់ខ្ញុំទេនិយាយគ្នាហើយត្រូវជួយគ្នាទៅវិញទៅមកខ្ញុំជួយដោះស្រាយបញ្ហាឯងសិនចុងបងឈីងតើពួកយើងទៅណានាំឯងទៅផ្ទះថាកែងយកមីសាច់គោពីចានថែមសាច់គោមួយចានមកខ្ញុំថែមសាច់ក្រកនាងត្រីស្អាតអ្នកតំបន់ផ្សេងឯមើលស្អីនឹងអាឡិតថាកែងមិនបាច់លើកមីមកទីលុយខ្ញុំទុកនៅទីនេះអាយ៉ូមានន័យថាម៉េចមិនទុកមុខឲ្យបងពីវទេបងពីរបស់ខ្ញុំនិយាយជាមួយនាងណាហ៎តើពួកលោកចង់ធ្វើអីបងពីនិយាយជាមួយនាងតែជានាងថងស្ដាប់មិនឮទេក្នុងពេល3វិនាទីយកដៃកខ្វក់លោកចេញទៅយ៉អាឡិតហ៊ានមកយើងមកបាយមកអត់ធ្មត់ទីនេះនៅមុខផ្ទះអាចន់ឯងត្រូវតែអត់ធ្មត់កុំបញ្ចេញកណ្ដាប់ដៃឲ្យសោះកុំឲ្យប៉ាដឹងថាវាយមនុស្សខ្ញុំចង់ទៅផ្ទះប៉ាអាចន់ទៅផ្ទះហើយយូអាចន់មិនចាំបាច់បញ្ចេញកំហឹងចំពោះក្មេងទេពួកយើងគ្រាន់តែមកហូបបាយត្រូវធ្វើដំណើរទៀនពួកលោកពីរនាក់មានការអីមែនទេទើបតែមកដល់ទីនេះល្អបងអញ្ជើញនាងញ៉ាំបាយហ៎ល្អបងអញ្ជើញនាងញ៉ាំបាយហ៎អត់ធ្មត់អាចន់ឯងត្រូវទៅផ្ទះបងឈីងប្រកាសជាមានវិធីចាក់ជាមិនខានទេយ៉អាឡិតបើឯងនៅតែសំណក់ទៀតយើងនឹងខ្វេះភ្នែករបស់ឯងចេញអាឡិតបងប្រឃើញឯងនៅក្មេងមិនប្រកាន់នឹងឯងទេចេញទៅបងឈីងពួកចឹងទៅជប់សិនខ្ញុំឲ្យទៅហើយនៅត្រូវខ្ញុំឲ្យឯងទៅមិនបានឲ្យនាងទៅទេមិនឲ្យពួកឯងប៉ាបងឈីងទេប៉ាពីវបងនិយាយជាមួយគេធ្វើស្អីខ្ញុំគិតថាព្រោះតែសម្រាប់គេចង់នឹកកន្លែងបញ្ចុះសពតែម្ដងទៅបងឈីងតើពួកចឹងទៅហ៊ានបោកប្រាស់យើងផងតាមភ្លាមអូតើមិនអីចង់រត់ចង់រត់រត់ទៅណាចង់រត់អាចន់ដោះលេខបងឈីងទៅ
ដល់លេងខ្ញុំ 5នាងចោលមនុស្សស្រីដែលខ្ញុំចង់បានខ្ញុំទៅយកឲ្យបាន តាលោកដឹងទេពេលនេះពួកលោកធ្វើបែបនេះចាប់មនុស្សស្រីនៅកណ្ដាស់ផ្លូវគឺល្មើសច្បាប់ ល្អត្រង់លើមើលច្បាប់នឹងហើយ5នាងចោលនៅលើផ្លូវមួយនេះខ្ញុំគឺជាច្បាប់អ្នកណាហ៊ានរៀបរៀងយើងទៅចាត់ការឥឡូវនេះឲ្យយើង បើមិនបញ្ចេញកំដប់ដៃទេគឺខ្ញុំខំអែស្លាប់ខាត់ទេដល់លេងមកឈិងទៅ ចង្រៃឯងកាត់ឆាំឆ្កែហ៎ហ៊ានខំដៃយើងផង ខំមនុស្សអាក្រក់ដូចជាឯងដល់លេងមកឈិងទៅអាចនតើពួកលោកដឹងថាខ្ញុំមានឋានៈអ្វីដែរទេ អូមិនប្រញាប់ទេបន្តិចទៀតនៅលើក្រែចាំស្វែងយល់ពីគ្នាទៅចុះ ខ្ពើបណាស់លោកអត់ខ្មាស់អៀនខ្ញុំប្រាប់លោកខ្ញុំត្រកូហ្វានអ្នកស្នងតំណែងមកជំនួយក្លឹបផ្ដាល់ ថាម៉េច លោកប៉ះប៉ះខ្ញុំគឺពួកលោកមានលទ្ធផលល្អ នេះជា ទេ តកូហ្វានអញ្ចឹងបៃ លោកប៉ះប៉ះខ្ញុំគឺពួកលោកមានលទ្ធផលល្អទេអាចនឯងមិនអីទេម៉ាទីឯងទុកចិត្តចុះមានបងឈិងនៅទីនេះអ្នកណាក៏ធ្វើអីឯងមិនបានអីខ្ញុំមិនអីទេបងឈិងខ្ញុំនិយាយថានាំឯងទៅផ្ទះគឺរក្សាពាក្យសន្យាទៅបងឈិង គេឈ្មោះតកូហ្វានខ្ញុំក៏ដឹងដែរប៉ុន្តែនាងត្រូវដឹងថាទីនេះគឺជាងណាន ពួកលោក ឯងនិយាយទៅមើលបើខ្ញុំដេកជាមួយអ្នកស្នងតំណែងតកូហ្វានតើថ្ងៃក្រោយតើអាចនឹងខ្លាចជាកូនប្រសាទដែរទេ ដល់ខ្ញុំទៅ អ្នកស្ងៀម អ្នកគ្រប់គ្នាចូលប្រឡូកក្នុងសង្គមមិនចាំបាច់នាំខ្លួនឯងចូលរដូវភ្លើងនោះឡើយ ល្អត្រង់ពាក្យសង្គមនេះនៅទីនេះខ្ញុំគឺជាសង្គមទាំងមូល ខ្ញុំមើលទៅលោកប្រហែលជាលែងចង់រស់ហើយក ុំនិយាយច្រើនពេលនេះខ្ញុំនឹងចាត់ការនាង លែងខ្ញុំទៅដល់លែងបងឈិងទៅ ឆាប់សម្រាប់គេទៅឆាប់ឡើង អាចនបើយ៉ាង យោចេះកិច្ចអាឡិតឯងក៏ចេះកិច្ចដែរហ៎ អញឆាប់រត់ទៅកុំខ្វល់ពីបងអី រត់ទេថ្ងៃនេះជាថ្ងៃសាររបស់គេហើយយូ មិនអាចបែកគ្នាបានទេខ្ញុំត្រូវទៅអត់ធ្មត់ផ្ទះរបស់ខ្ញុំនៅខាងមុខនេះហើយខ្ញុំចង់ទៅផ្ទះអាចនដល់លែងគេទៅបងឈិងពួកលោកជាជនពីលខ្ញុំសួរស្លាប់ជាមួយពួកលោកហើយ ស្អីចឹងไรហ៎ពីប្រឆាំងនឹងយើងផងហ៎ប្រឆាំងនឹងយើងពេលនេះយើងនឹងចាត់ការនាង បងឈិងដល់លែងខ្ញុំនឹងបងឈិងទៅខ្ញុំត្រូវទៅផ្ទះ កន្លែងឲ្យខ្លាំងណាស់មែនទេពេលនេះវល់យើងហើយហ៎ អនក្បាលឲ្យលោកក៏បានដែរដល់លែងបងឈិងថាបានទេ អាឡិតទោះជាពេលនេះអាឡុតជង្គង់ក៏គ្មានប្រយោជន៍ដែរឯងមើលបងធំយើងចុះតើគាត់អប់រំនេះយ៉ាងម៉េចខ្លះមកយើងនាំឯងទៅមើលទៅ លែងហេតុអីត្រូវឈប់មើលអ្នកមានគុណរបស់ឯងត្រូវប្រមាថឆាប់ចាត់ការទៅសម្រាប់ជនពេលពីរអ្នកនេះទៅមិនបាត់ទេខ្ញុំគ្រាន់តែចង់ទៅផ្ទះខ្ញុំត្រូវអត់ធ្មត់ខ្ញុំមិនអាចវាយគ្នាបាត់ទេខ្ញុំសំវប់ពួកលោកដល់លែងបងឈិងទៅឆាប់ដល់លែងទៅឆាប់ចាត់ការទៅវាយពួកគេមកដៃសម្រាប់ពួកគេបានហើយមិនបាត់ទេអាចនកុំវាយគ្នាអសោះឆាប់ប្តឹងប៉ូលីសទៅឆាប់ឡើង យើងឲ្យនាងប្តឹងប៉ូលីសអូននាងប្តឹងប៉ូលីសអូននាងប្តឹងប៉ូលីស ឯងមានសមត្ថភាពហេតុអីមិនចាត់ការឯងកំសាក់ណាមិនមែនទេខ្ញុំគ្រាន់តែចង់ទៅផ្ទះឯងប្រាកំដប់ដៃវាយពួកគេឲ្យស្លាប់វាយពួកគេឯងហ៊ានវាយគ្នានៅចំពោះមុខប៉ាម៉ាក់ឯងពួកគាត់មួយជីវិតនេះក៏មិនអភ័យទោសឲ្យខ្ញុំដែរ ប៉ូលីសមកហើយគិតយ៉ាងម៉េចទៅនៅមកសួរយើងទៀតប៉ូលីសមកធ្វើយ៉ាងម៉េចរត់ទៅនាងអញចាំទៅមើលចុះ អាចនមិនអីទេ
កន្លងផុតហើយខ្ញុំមិនបានការសំទោសណាបងឈីងខ្ញុំមិនអាចវាយពួកគេឲ្យស្លាប់ប៉ុន្តែខ្ញុំមិនហ៊ានខ្ញុំខ្លាចប៉ាម៉ាក់មិនទទួលស្គាល់ខ្ញុំកំសាកណាមិនមែនទេមិនមែនបែបនេះទេជាកំហុសរបស់ពួកគេគ្រប់យ៉ាងមិនពាក់ព័ន្ធនឹងឯងទេខ្ញុំដឹងឯងគ្រាន់តែចង់ទៅផ្ទះខ្ញុំក៏ជាក្មេងម្នាក់ប៉ុណ្ណោះបងឈីងតើបងនៅតែព្រមជួយខ្ញុំជូនខ្ញុំទៅផ្ទះមែនទេអាជន់បងឈីងបានប្រាប់អញហើយបងជាទីពឹងដ៏រឹងមាំរបស់អញជារៀងរហូតខ្ញុំបានប្រាប់ឯងថានាំទៅផ្ទះគឺនាំទៅហើយប៉ាម៉ាក់ខ្ញុំនឹកអ្នកទាំងពីរណាតើប៉ាម៉ាក់នៅចាំអាជន់ដែរទេតោះពួកយើងទៅឥឡូវនេះទៅបងឈីងទុកចិត្តចុះពេលខ្ញុំទៅដល់ផ្ទះខ្ញុំនឹងវាយមនុស្សអាក្រក់ទាំងអស់នោះថ្ងៃក្រោយមិនឲ្យពួកគេធ្វើបាបបងទេបងឈីងដឹងពីទឹកចិត្តរបស់ឯងបងគិតថាថ្ងៃក្រោយឯងប្រកាសជាអាចគ្រប់គ្រងកម្លាំងបានខ្លាចជាអ្នកបដាល់អបកាយម្នាក់អាចជន់មិនត្រឹមតែមានមោទនភាពរបស់ប៉ាម៉ាក់ទេក៏ខ្លាចជាមោទនភាពរបស់បងឈីងដែរខ្ញុំជឿជាក់លើឯងអាចជន់មិនអីទីទុកចិត្តចុងឯងខានមកផ្ទះនេះយូរណាស់ហើយម៉ាក់ឯងប្រកាសជានឹកឯងតោះទៅល្អខ្ញុំមកហើយអេនាងជាសួស្ដីខ្ញុំឈ្មោះហ្វាន់ឈីងជាថៅកែក្លាប់ផ្ដាល់សិង្ហួននេះជាទឹកចិត្តតិចតួចអូតើមានកាយដែររំខានអ្នកស្រង់តំណែងតកូលហ្វានមកដល់ទីនេះដោយផ្ទាល់ខ្ញុំមកទីនេះនាំមនុស្សម្នាក់មកគឺជាឯងប៉ាខ្ញុំនឹកប៉ានឹងម៉ាក់ខ្លាំងណាស់ខ្ញុំចង់មកលេងផ្ទះទីនេះមិនមែនផ្ទះឯងទេខ្ញុំផ្ដាច់តំណែងតំណងឲ្យកូនជាមួយឯងហើយឆាប់ចេញទៅលោកសុងអាចន់ជាកូនប្រុសរបស់លោកមានរឹកអីគួរតានិយាយគ្នាតាមស្រួលនេះក៏ចេញទៅដែរតើមានរឹកអីនឹងបកសុងនៅខាងក្រៅជាអ្នកណាអ្នកម៉ាចេញទៅអីលោកសុងលឹកនេះអាចន់គេពិតជាប្រាប់ដោះហើយมันមានចិត្តឆាវឆាវដូចមុនទេតើនេះស្មានថាខ្ញុំមិនដឹងហ៎ពេលនេះល្បីគ្រប់ទីកន្លែងអ្នកបដាល់វ័យក្មេងម្នាក់ស្ទើរតែវាយអ្នកបដាល់ពីអ្នកស្លាប់ទៅហើយរឿងបែបនេះក្រៅពីគេតើនរណាអាចធ្វើបានប៉ាខ្ញុំធ្វើដើម្បីបានហើយឯវាយម្ដាយខ្លួនឯងដល់ពីការភ្នែកឯងមិនស័ក្តិសមធ្វើជាអ្នកប្រដាល់នោះទេខ្ញុំសងកនឆាងគ្មានកូនប្រុសដូចជាឯងទេអេងលោកសុងលឹកនេះមិនដូចជាលោកកទីលោកក៏ដឹងកេរ្តិ៍ឈ្មោះត្រកូលចាំងដែរមែនទេខំជាឡោះនាំមនុស្សទៅប្រគួនបើលឹកនេះមិនមានអាចន់ទេក្លាប់បដាល់សិង្ហួនពួកយើងក៏ត្រូវបិណ្ឌអាចន់គេជួយគ្រប់គ្នាប៉ុណ្ណឹងខ្ញុំក៏ដឹងគេឈ្មោះតកូលហ្វានដែរមកចំនួនក្លឹបបដាល់ធំបំផុតដូចចាំងប៉ៃប៉ុន្តែធំយ៉ាងនេះហេតុអីទុកឲ្យក្មេងទទួលខុសត្រូវទៅវិញប្រកាសណាស់គាត់នៅតែមិនទទួលស្គាល់ខ្ញុំលោកសុងពេលនេះអាចន់ពិតជាមានការរីកចម្រើនខ្លាំងណាស់គេពិតជាប្រាប់ដោះហើយគេចាក់ចេញពីផ្ទះច្រើនឆ្នាំមកនេះគឺចង់ជួបអ្នកទាំងពីរចេញទៅខ្ញុំគ្មានកោអកតញ្ញូដូចគេទេទោះបីគេផ្លាស់ប្ដូរទៀតក៏មិនអាចផ្លាស់ប្ដូរគេវាយម្ដាយខ្លួនឯងដល់ពីការភ្នែកដែរឆាប់ចេញទៅខ្ញុំចង់ជួបអ្នកម៉ាសុំជួបតែមួយផ្លែតទេខ្ញុំទៅហើយឯងមិនស័ក្តិសមជួបគេទេឯងវាយម្ដាយឯងដល់ពីការភ្នែកម្ខាងពេលនេះភ្នែកម្ខាងទៀតក៏យំដល់ចិត្តពីការភ្នែកដែរដើមឡើយគ្រួសារពួកយើងរស់នៅមានសុភមង្គលគ្រប់យ៉ាងនេះគឺមកពីឯងប៉ាខ្ញុំអាចគ្រប់គ្រងកម្លាំងខ្ញុំបានហើយតើអាចឲ្យខ្ញុំជួបម៉ាក់បានទេអាចន់តើ
អាជន់មកវិញហើយមែនទេអាជន់ម៉ាអាជន់ អាជន់ កាត់ដៃទាំងសងខាងរបស់ឯងទៅ អាជន់អាជន់ពិតជាអាជន់មែនបងឆាប់អាជន់ចូលមកប៉ុន្មានឆ្នាំនេះគេផ្លាស់ប្ដូរហើយខ្ញុំចង់ជួបគេខ្ញុំចង់ជួបគេ អូនភ្លេចភ្នែករបស់អូនហេតុអីពីការភ្នែកបើឲ្យគេចូលក្នុងផ្ទះនេះពួកយើងមិនដឹងថាពេលណាត្រូវស្លាប់ទេ អាចន់មិនមែនជាក្មេងបែបនេះទេ គេជាកូនអកតញ្ញូបើគេចង់ទទួលស្គាល់អូនតាគឺត្រូវកាត់ដៃទាំងសងខាងរបស់គេដៃសម្លាប់មនុស្ស ខ្ញុំក៏មិនចង់មានកម្លាំងខ្លាំងដែរខ្ញុំមិនចង់ធ្វើបាបម៉ាក់នោះទេខ្ញុំមិនចង់ទេកូនប្រុសម៉ាក់មិនបន្ទោសឯងទេម៉ាក់មិនបានការពារឯង គ្រប់គ្រាន់ហើយដោយសារកូនអកតញ្ញូនេះគ្រួសារពួកយើងរស់នៅទាំងវេទនា អាចន់ម៉ាក់អាចន់ ចូលទៅវិញទៅ អាចន់ ឪពុកម្ដាយចិញ្ចឹមមិនបាច់ឯងបែរជានាំទុកដល់ឪពុកម្ដាយទុកជីវិតតើមានប្រយោជន៍ស្អីទៅ ម៉ាក់អាចន់អញស្កំរំសិនទៅពេលដែលអញធំឡើងបន្តិចទៀតអញអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានហើយគ្រប់យ៉ាងមិនមែនជាកំហុសអញទេអាចន់អញចង់ធ្វើអីហ្នឹងរាងកាយជាអំណោយពីឪពុកម្ដាយប៉ាបើប៉ាមិនព្រមឲ្យខ្ញុំចូលផ្ទះខ្ញុំจะព្រមកាត់ដៃទាំងសងខាងពីថ្ងៃនេះទៅខ្ញុំមិននាំរឿងដល់អ្នកទាំងពីរទៀតទេខ្ញុំមិននាំទុកដល់អ្នកទាំងពីរទៀតទេកុំអីអាចន់ប៉ាឯងនិយាយគឺជាពាក្យខឹងឯងកុំធ្វើបាបខ្លួនឯងអី យើងនិយាយគឺជាការពិតចង់ឲ្យតកូលសងមានក្តីសុខត្រូវតែកាត់ដៃឯទាំងសងខាងនេះ អាចន់អាចន់ឯងជាកូនប្រុសដែលម៉ាក់បង្កើតចេញមកម៉ាក់មិនអោយឯងធ្វើបាបខ្លួនឯងនោះទេណាកូនម៉ាក់មិនអោយធ្វើបាបទេ មកពីទម្លាប់អាក្រក់របស់នាងទើបមានកូនប្រុសបែបនេះ នេះមិនមែនជាអ្វីដែលចង់បានទេគេតាំងពីកាត់មកខុសពីកូនដទៃទៀតនៅក្នុងភូមិគេរត់គេចពីគេមនុស្សចាស់ថាគេកើតមកសំបីតែពួកយើងជាពុកម្ដាយរបស់គេក៏ស្ដីបន្ទោសឲ្យកូនខ្លួនឯងដែរគ្រប់យ៉ាងមិនមែនមកពីគេជាអ្នកជ្រើសរើសទេមែនទេគេមិនមែនជាអ្នកជ្រើសទេសំទោសម៉ាគេមិនមែនជាអ្នកជ្រើសទេមិនមែនទេបើចង់ដេញខ្ញុំទៅសំទោសអ្នកម៉ាសំទោសបើបងចង់កាត់ដៃទាំងសងខាងរបស់គេដេញខ្ញុំចេញទៅជាមួយទៅដេញចេញទៅ អូល្អអូនភ្លេចថាបន្ទាប់ពីអូនពិការភ្នែកអ្នកណាដើររកគ្រូពេទ្យព្យាបាលអូនអ្នកណាមើលថែជីវិតប្រចាំរបស់អូនតើកូនប្រុសអកតញ្ញូរបស់អូនណា អ្នកម៉ាមិនបាច់គ្រារាំងខ្ញុំទេអាចន់កតញ្ញូចំពោះម៉ាមិននាំទុកដល់ម៉ាក់ទេ កុំខ្វល់ពីគេទុកឲ្យគេកាត់ដៃរបស់គេចោលទៅ អាចន់មិនបាត់ទេខ្ញុំមិនអនុញ្ញាតពីមុនឯងនៅតាមផ្លូវអត់បាយហូបគឺខ្ញុំជាអ្នករើឯងមកមើលថែផ្ដាច់ជីវិតឲ្យឯងខ្ញុំមិនអនុញ្ញាតឲ្យឯងធ្វើបាបខ្លួនឯងទេអាចន់បើឯងចាត់ទុកបងឈិងជាអ្នកមានគុណរបស់ឯងស្ដាប់សម្ដីរបស់ខ្ញុំកុំធ្វើបាបខ្លួនឯងពួកយើងទៅក្លាប់បដាល់វិញ
ខ្ញុំរកគ្រូពូកែម្នាក់មកបង្រៀនឯងធ្វើបែបនេះឯងអាចគ្រប់គ្រងខ្លួនឯងបានមិនបាច់ធ្វើបាបអ្នកដទៃទៀតទេ អូនាងចង់ទទួលខុសត្រូវគឺនាងធ្វើតាមចិត្តចុះគេមិនមែនជាកូនប្រុសរបស់សង្កនឆាងទៀតទេខ្ញុំមិនអនុញ្ញាតឲ្យគេចូលផ្ទះតកូលសង្ឃដែរ អាចនម៉ាពួកជាងទៅវិញទៅពីថ្ងៃនេះទៅត្រឡប់ទៅវិញនៅតាន់ពេលរងចាំថ្ងៃមួយអញខ្លាចជាអ្នកប្រដាល់ពិតប្រកបប៉ារបស់ឯងគាត់ប្រកាសជាទទួលស្គាល់អាចនបានខ្ញុំគិតរួចហើយរកអ្នកណាមកគ្រប់គ្រងកម្លាំងរបស់ឯងឆ្លាតប្រកាសជាឆាប់រៀនចេះបើបែបនេះឯងនឹងខ្លាចជាអ្នកប្រដាល់ពិតប្រកបលោកគ្រូបង្រៀនខ្ញុំយូរចឹងនេះខ្ញុំនៅតែរៀនមិនចេះឯងត្រូវតែជឿជាក់លើខ្លួនឯងមិនដូច្នោះទេឯងត្រឡប់ទៅផ្ទះចឹងមិញជួបជុំប៉ាម៉ាឯងចឹងមិញផ្ទះបងឈីងខ្ញុំអត់មានផ្ទះទៀតទេប៉ាថាឲ្យត្រូវហើយខ្ញុំជាកូនអកតញ្ញូម៉ាក់ចិញ្ចឹមមើលថែខ្ញុំបែរជានាំការឈឺចាប់ដល់ពួកគាត់ខ្ញុំមិនគួរកាត់មកទេកុំនិយាយបែបនេះអីពេលនេះពួកយើងទៅក្លឹបផ្ដាល់គ្រប់យ៉ាងអាចដោះស្រាយបានខ្ញុំជឿថាឯងអាចធ្វើបាន តំណាងល្អមានបងប្អូនយើងបើមិនចឹងទេត្រូវស្រីនោះបញ្ជូនចូលក្នុងប៉ុស្តិ៍ប៉ូលីសបាត់ទៅហើយយាយចាំថ្ងៃក្រោយចាំពួកយើងផឹកឲ្យសប្បាយ បាន គឺជាពួកគេពួកជាងឆាប់ទៅគឺអាឡិតនោះហើយនឹងស្រីម្នាក់នោះយើងមិនខ្វាក់ភ្នែកឯណា ពួកជាងឆាប់ទៅ លើកមុនឲ្យនាងរត់បានតែលើកនេះមិននឹងឲ្យរត់ឲ្យងាយស្រួលទៅ អាចនអញទៅមុនចុងកុំខ្វល់ពីខ្ញុំអីឆាប់ទៅប្តឹងប៉ូលីសខ្ញុំមិនរាំងពួកគេ ទៅចាំមើលតាពួកនាងរត់ទៅខាងណាអាឡិតអាយភ្លេចហើយលើកមុនក្បាលចូលក្នុងខ្សាច់អង្វរលោកតាលូយីរួចហើយបងធំអាឡិតនេះប្រគល់ឲ្យខ្ញុំបានហើយបងទៅលេងជាមួយសេស្អាននេះអស់ចិត្តទៅល្អក្រែឲ្យចូលចិត្តសម្រាប់គេណាស់យើងនឹងខ្វេះភ្នែករបស់ឯងចេញមកបើកាត់ដៃគេយ៉ាងមិនដែរល្អណាស់ អាចនកុំឆៅអញភ្លេចថៃម៉ាទីងមិញនេះអញសន្យាខ្លួនឯងនិងប៉ាឯងត្រូវតែគ្រប់គ្រងកម្លាំងឲ្យបានបើនៅមុខផ្ទះជ្រុលដៃសម្រាប់ពួកគេឯងមិនអាចទៅបានជារឿងរហូត ឈប់អមាញ់មីងមាននិយាយថាម៉េចជ្រុលដៃសម្រាប់ពួកយើងអាក្មេងមិនតាន់បាត់ធំខ្លួនទឹកដល់ផងចង់ឲ្យពួកយើងឲ្យស្រាប់តើសៃភាសាទីដឹង បើមិនជឿអាចសាឡបងបាន អូយើងនឹងឲ្យអាយលុតជង្គង់ហៅយើងថាលោកតា តាមមួយវាយយ៉ាងម៉េចដែរខ្ញុំប្រាកម្លាំង 1% ទេក្រែងមិញនេះលោកមិនជឿមែនទេមកក្រោកមកសាឡបងម្ដងមក អាក្មេងសំដីថ្លោទៅឲ្យយើងបងឈីងថយក្រោយ ទទួលទៅ តើពេលនេះដឹងថាស្ដាយក្រោយហើយមែនទេ ពួកឯងចូលស្ងៀមអីទៀតចូលទៅ ករបស់ខ្ញុំករបស់ខ្ញុំមិនមែនទេអីឥឡូវនេះជាស្អីមិនបានជីវិតប្រកាសយ៉ាងនេះបងធំគេជាក្មេងទើបតែអាយុ10ឆ្នាំបាយពួកយើងដីលើដីអស់តើធ្វើយ៉ាងម៉េចទៅមានធ្វើស្អីទៀតរត់ទៅចង់រត់មែនទេមិនងាយស្រួលទេអាចន
បាញ់ឈប់ភ្លាមទៅប៉ុន្តែពួកគេចង់សម្លាប់ខ្ញុំ អ្នកប្រុសចង់ធ្វើអីនឹង និយាយទៅហេតុអីពួកលោកមករករឿងខ្ញុំមិនឈប់ អ្នកប្រុសទុកជីវិតឲ្យខ្ញុំផងអ្នកប្រុសបាយកាហ្វេគូតខ្ញុំហើយដោះលែងខ្ញុំទៅអ្នកប្រុស អីទេថ្ងៃក្រោយពួកលោកមករកខ្ញុំកំពុងតែខ្វះមនុស្សកំដរហាត់វាយបដាល់ អូ ផង ទេរឿងនេះអ្នកប្រុសជាមនុស្សមានចិត្តទូលាយសូមមេត្តាទុកជីវិតឲ្យខ្ញុំផងចុះអ្នកប្រុស ចាប់ពីថ្ងៃនេះទៅពួកលោកគ្រប់គ្នាបានអ្នកណាបានជួបបងឈីងត្រូវតែអោនក្បាលគោរពគាត់ត្រូវមានការគួរសមហៅគាត់ថាសួស្ដីអ្នកនាងឈីងមិនដូច្នោះទេខ្ញុំបានជួបពួកលោកពេលណាគឺវាយពួកលោកពេលហ្នឹង អូយ បងឈីងអាចជន់នៅពេលនេះមិនមែនអាចជន់គ្រប់គ្រងកម្លាំងកាលពីមុនទេអាចជន់តើឯងនៅតែមិនជឿជាក់ខ្ញុំមិនទេគឺខ្ញុំមិនជឿជាក់ខ្លួនឯងប៉ានិយាយត្រូវទោះបីជាខ្ញុំត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចខ្ញុំក៏មិនដឹងថាថ្ងៃក្រោយខ្ញុំជ្រុលដៃធ្វើបាបអ្នកម៉ាក់រហូតរបួសដែរបងក៏ឃើញដែរពួកគេទាំងអស់នេះមានរបួសធ្ងន់អើយខ្ញុំនៅតែមិនអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានមើលឃើញមនុស្សអាក្រក់ទាំងអស់នេះចង់តែសម្លាប់ពួកគេប៉ុន្តែពេលបញ្ចេញកម្ដាប់ដៃខ្ញុំបានគ្រប់គ្រងកម្លាំងដៃនិងចំណុចវាយរបស់ខ្លួនឯងប៉ុន្តែខ្ញុំក៏ដឹងថាពួកគេទទួលបានកម្ដាប់ដៃរបស់ខ្ញុំមិនបានទេប្រហែលជាអ្នករបួសដែលដេកនៅលើដីគឺនឹងត្រូវស្លាប់ហើយបងឈីងបងទៅចុះខ្ញុំមិនត្រឡប់ទៅក្លាប់បដាសិង្ហទេមិនបាត់ទេខ្ញុំមិនបបបងទេខ្ញុំមិនអាចឈប់មើលឯងបបបងខ្លួនឯងចោលបែបនេះទេមានចិត្តបិសាចឯងជឿជាក់ខ្ញុំម្ដងទៅខ្ញុំមិនចង់នាំទុកដល់អ្នកណាទៀតទេបងឈីងខ្ញុំក៏មិនចង់នាំទុកដល់បងទៀតដែរអាចួនអូយអាចួន បងឈីងបងថាជន់គេមិនអាចទៅណាបានតាំងគេនៅកន្លែងណាទៅ បើខ្ញុំនិយាយប៉ារបស់ជន់ហ្នឹងក៏ចិត្តរឹងរូសដែរបើបណ្ដុំបណ្ដាជន់ប្រកាសជាមានអនាគតល្អអ្នកបណ្ដាដល់ល្បីឈ្មោះគេបែរជាផ្ដាច់តំណែងតំណងដេញចេញពីផ្ទះ កុំជួយអារឿងគ្រួសារគេពេលនេះសំខាន់គឺរកចង់ឲ្យឃើញ តើអាចារ្យប្រាប់ពលលោកដែរទេថាគ្រូរបស់គេជាអ្នកណាគេស្នាក់អ្នកណា មិនធ្លាប់ដឹងទេ អើយលឹកនីងពួកយើងទៅចឹងណាន់ត្រូវនាំមនុស្សទៅច្រើនទិញតាមរកអាចារ្យឲ្យឃើញ បាទ វិវោហើយលោកគ្រូតាមមានអីកាត់ឡើងទៅ ពួកយើងចុះពីលើភ្នំឆ្លងកាត់ទីនេះបានឃើញមនុស្សដេកនៅទីនេះហើយពួកយើងក៏ចូលបញ្ចិតមើលគាត់គ្មានដង្ហើមទៅហើយ មុនពេលឡើងភ្នំបេះថ្នាំខ្ញុំមើលឃើញមនុស្សមួយក្រុមដូចជាក្រុមអ្នកបណ្ដាលតើពួកគេសម្លាប់មនុស្សដែរទេ តើពួកលោកនៅចាំមុខមាត់មនុស្សទាំងអស់នោះដែរទេ មើលមិនច្បាស់ទេពួកយើងឃើញគេពីចម្ងាយមិនហ៊ានចូលទៅជិតគេឡើយកាត់ចិត្តទៅណា សំទោលោកគ្រូអាចជន់មកជិតពេលហើយ អូខ្ញុំនឹកឃើញហើយ ឆាប់និយាយមក ខ្ញុំចាំថាយ៉ាងណាមានអ្នកប្រដាល់ម្នាក់ហៅថាអ្នកឈួតនឹងប្រដាល់ពីមុនខ្ញុំធ្លាប់ជួបគេឃើញគេមានបន្តោងគុជនេះនៅលើខ្លួនប៉ុន្តែខ្ញុំមិនអាចធានា 100% ថាជាគេទេ ទោះជាអ្នកណាក៏ដោយត្រូវតែរកគេឲ្យឃើញខ្ញុំសងសឹកឲ្យលោកគ្រូរបស់ខ្ញុំ ខ្លាកំណាយភ្នំណានសានជួបជាមួយនឹងនាគកំណាយភ្នំណានសានជាមួយនរណាឈ្នះតើគេជានរណាទៅដូចជាអំនួតពេកហើយ
អាក្មេងមិនដឹងមេកំពស់ណាដីកំរះណាសមត្ថភាពប្រហែលឯងនឹងចង់វាយទូទាំងជាងណានផងហ៎ កុំនិយាយច្រើនចូលវាយទៅ អាល្អិតសម្ដីឯងខ្លាំងក្រាន់បើបន្តិចទៀតខ្ញុំនឹងឲ្យឯងដឹងថាលទ្ធផលរបស់ក្មេងប្រហើនតើវានឹងយ៉ាងម៉េច ខ្ញុំក៏ឲ្យឯងដឹងថាលទ្ធផលមិនដឹងសមត្ថភាពខ្លួនឯងយ៉ាងម៉េច ចង់ងាប់ហើយអូអើយបាក់ដៃហើយបាក់ដៃហើយ មិនបាត់ទេបើពេលនេះសុំទោសគេគឺមិនអាចកសាងកេរ្តិ៍ឈ្មោះមិនអាចតាក់ទាញឃាតករសម្រាប់លោកគ្រូតើនៅមានអ្នកណាទៀតទេមានអ្នកណាទៀតទេ អាចន់អ្នកប្រដាល់វ័យក្មេងសមប្រកួតជាមួយអ្នកប្រដាល់ទាំងអស់នៅជាងណាន បណ្ដាប់ដៃក៏ក្រាកមេឃដែលណាហ៊ានចូលប្រកួតវាយដួលដេកលើដីអោនក្បាលចុះ កណាត់ប្រដាល់របស់គេសរសេរថាយកឈ្នះក្រមមី ក្មេងនេះមានអំណួតពេកហើយ ទៅស៊ើបមើលតើគេនៅឯណាព្រះហើយបាយមួយថ្ងៃមួយយប់ទៅហើយនេះជាមនុស្សទី97ត្រូវ ហើយ ហើយ ខ្ញុំចូលវាយ មានអ្នក មាន ឡើង អ្នកឡើង ទៀត ទៅទៀត ចង់វាយជាមួយខ្ញុំមែនទេខ្ញុំគិតថាឯងរៀបចំរឿងនៅក្នុងផ្ទះរួចរាល់សិនទៅទោះយ៉ាងណាកណ្ដាប់ដៃខ្ញុំគ្មានមេត្តាទេ ធ្វើម៉េចខ្ញុំអស់ខាងក្រោម តើឯងគិតថាខ្លួនឯងនឹងវាយឈ្នះមនុស្សនៅក្រោមមេឃហ៎យើប្រាប់ឯងពេលនេះយើងវាយឯងឲ្យជួបថ្មិញលើដីទទួលទៅ ខ្ញុំអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានហើយ អូយព្រះហើយ អូយសោកហើយ អូយខ្លាំង កម្ មែ លាំង ន ខ្លាំងមែនអរគុណដែលបន្ធូរដៃខ្ញុំព្រមចាញ់ហើយ នៅតែមិនបាន អាឡិតឯងចាំទទួលទៅអូយ ហ៊ានលេងវាឆ្មក់ផងហេខ្ញុំបំបាក់ដៃទាំងសងខាងរបស់ឯងឈប់សិនឈប់សិន អ្នកណាមកចូលរូបអ៊ូអស់ទៀតហើយ មើលទៅប្រហែលជាចង់ធ្វើមនុស្សទី100ហើយ អាចន់អញកាន់តែធ្វើបែបនេះគឺកាន់តែគ្រប់គ្រងកម្លាំងនៅក្នុងចិត្តមិនបានបងឈីងខ្ញុំប្រាប់ហើយបងមិនបាច់ខ្វល់ពីខ្ញុំទៀតទេអាចន់បើឯងជាសមាជិកក្លឹបផ្ដាល់ស៊ីងខុនរបស់យើងសង្វៀនផ្ដាល់មួយនេះខ្ញុំរៀបចំឲ្យឯងចុះបងឈីងខ្ញុំមិនត្រឡប់ទៅក្លឹបផ្ដាល់ស៊ីងខុនវិញទេបងទៅចុះល្អបើឯងមិនព្រមទៅវិញខ្ញុំកំដរឯងនៅទីនេះពីថ្ងៃនេះទៅបងឈីងឈរក្រោយខ្នងរបស់ឯងជិះទូកតែមួយជាមួយឯងពេលនេះឯងអាចប្រាប់ខ្ញុំថាមានរឿងអីកើតឡើងទេបងឈីងខ្ញុំវាយមនុស្សឲ្យរបួសតើបងមិនស្អប់ខ្ញុំទេមែនទេខ្ញុំបាននិយាយហើយខ្ញុំគឺជាក្រុមគ្រួសាររបស់ឯងធ្វើជាទីពឹងរបស់ឯងលោកគ្រូស្លាប់ហើយត្រូវមនុស្សវាយឲ្យស្លាប់ថាម៉េចតែមានរឿងអីកាត់ឡើងជប់នោះឆ្លុះគ្នាជាមួយបងហើយខ្ញុំទៅរកលោកគ្រូចុងក្រោយក៏បានឃើញសាកសពគាត់បានលើថាត្រូវអ្នកបដាល់ជើងណានម្នាក់មានរហស្សនាមថាឈួតវាយបដាល់ទៅវាយគាត់ឲ្យស្លាប់ឈួតវាយបដាល់ត្រូវហើយបើគេឈួតវាយបដាល់យ៉ាងនេះប្រកួតនឹងអ្នកដទៃខ្ញុំត្រូវតែកសាងកេរ្តិ៍ឈ្មោះតាក់ទាញគេឲ្យចេញខ្ញុំជួយឯងខ្ញុំស្មានតែបងមិនខ្វល់ពីខ្ញុំទេម្យ៉ាងទៀតប៉ាប្រាប់បងហើយមិនឲ្យខ្ញុំវាយបដាល់ទៀតទេខ្ញុំក៏បាត់ពាក្យសន្យារបស់ខ្លួនឯងសត្រូវរបស់ឯងគឺជាសត្រូវរបស់ហ្វាន់ឈីងយករបស់ចេញមកអូយ
លុយ អា ច្រើន យ៉ាលុយច្រើន លុយច្រើនណាស់ អូយលុយច្រើនណាស់100,000នេះ បងជី អូយច្រើនណាស់ នេះបើមិនមានឯងខ្ញុំប្រហែលជាបាត់បង់ឋានៈអ្នកស្នងតំណែងនិងមិនមានជីវិតរស់នៅដូចពេលនេះទេឯងមិនបាច់បារម្ភទេខ្ញុំឲ្យអ៊ូសៀននិងអ៊ូហ្វានផ្សព្វផ្សាយដំណឹងនេះឲ្យមនុស្សមកទីនេះវាយឈ្នះពួកយើងគឺមានរង្វាន់លុយសុទ្ធ100,000ខ្ញុំមិនជឿថារកឃាតករមិនឃើញទេអរគុណបកឈីងប៉ុន្តែមនុស្សដូចជាខ្ញុំនេះគ្មានតម្លៃឲ្យបងខាត់ពេកទេខ្ញុំនៅតែមិនអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានខ្ញុំមិនចង់បង្ករឿងឲ្យបងទេដូច្នេះបកឈីងខ្ញុំពិតជាមិនចង់នាំទុកដល់បងមែនអាចន់លុយគឺជាវត្ថុក្រៅខ្លួនឲ្យតែរឿងនេះសុចរិតមានតម្លៃសម្រាប់ពួកយើងធ្វើល្អ ឮថាបៃឈ្នះក្មេកដែលនៅលើសង្វៀននេះនឹងទទួលបានលុយសុទ្ធ100,000 តើចង់ចាយលុយមែនទេក្មេងអាយុ10ឆ្នាំម្នាក់នេះខ្ញុំមិនដែលហាត់ប្រដាល់ក៏ឡើងទៅវាយឲ្យគេបាក់ថ្មិញដែរ ពិតមែនហើយវ៉ា ល្អអស្ចារ្យ ល្អ អស្ចារ្យណាស់ នៅមានអ្នកណាទៀតទេ សុំទោសបងសុំទោស តើគេប្រកាយយ៉ាងនេះហ៎បងធំចរន្តឆ្នាំនេះក្រៅពីខុងមីងទីបំផុតមានមនុស្សខ្លាយជាគូប្រកួតរបស់បងហើយ ហ៊ូឈុនបៀវលោកម្ចាស់បៀវចូលមកប្រកួតអ្នកណាជាអាជន់ឆាប់ចេញមក តើលោកមានរហស្សនាមអ្វីដែរទៅ រហស្សនាមបងបៀវក៏មិនដឹងដែរនៅហ៊ានរៀបចំការប្រកួតទៀតដឹងថាមនុស្សគ្រប់គ្នាហៅគាត់ថាម៉េចទេឈួតនឹងប្រដាល់ទុកសម្រាប់បាយមនុស្សដែលមានអំនួត ទីបំផុតឯងមកហើយ គឺឯងឯងឯណាមនុស្សយើងគ្មានពេលវេលាច្រើនមកខ្ជិះខ្ជាយជាមួយពួកឯងទេ អ្នកមកគឺជាភ្ញៀវបើលោកចង់វាយគឺខ្ញុំនិយាយប្រាប់លោកពីច្បាប់របស់ពួកយើង ថាម៉េច ប្រសិនបើលោកវាយឈ្នះអាជន់គឺលោកអាចយក100,000នេះបានប៉ុន្តែបើសិនជាលោកចាញ់គឺត្រូវទុករបស់មួយក ុំសាំញ៉ាំច្រើនឆាប់និយាយមក គឺជីវិតរបស់លោក ខានលឺសំឡេងអំនួតបែបនេះជាយូរណាស់មកហើយលុយតៃទួយនេះទុកថ្លៃប្រឆាដុតមនុស្សឈ្មោះអាចន់នេះទៅតែលើលោកម្ចាស់បៀវមកយកជីវិតគេកុំឲ្យគេធ្វើចែនដាក្នុងស្នូងឆាប់ចេញមក ខ្ញុំគឺជាអាជន់ ចង់លេងសើចនឹងយើងហ៎អាយុ10ឆ្នាំមិនតាន់បាត់ធំក្លិនទឹកដោះមានរហស្សនាមក្រៅមេឃគ្មានគូប្រៀបនៅចង់ប្រកួតជាមួយយើងទៀតហ៎ បើលោកសំបីតែក្មេងអាយុ10ឆ្នាំក៏វាយមិនឈ្នះដែរនោះតើស័កសមធ្វើជាអ្នកបដាល់ដែរទេ ចង់ងាប់ហើយប្រហើនចង់ធ្វើជាគូប្រកួតរបស់យើងផង កម្លាំងតិចតួចរបស់លោកគ្រាន់តែអេរមាស់ឲ្យខ្ញុំតែប៉ុណ្ណោះ ឥឡូវនេះអាចក្រោកឈរបានគួរចាប់អារម្មណ៍មែនយកមកអាចន់មនុស្សនេះប្រៀបនឹងខុងជាឡនាំមនុស្សពីរអ្នកនោះមកគឺគុណនឹងដំត្រូវតែប្រុងប្រយ័ត្នលោកគ្រូអាចន់នឹងសោកសឹកឲ្យលោកគ្រូសូមវិញ្ញាណក្ខន្ធរបស់លោកគ្រូទៅកាន់សកតិភព
តើលោកគិតថាធ្វើបែបនេះឈ្នះខ្ញុំបានមែនទេនេះស្លាប់ទៅស្លាប់ យូរណាស់ហើយទីបំផុតបានជួបគូប្រកួតដែលមានសមត្ថភាព តាមពិតមិញនេះគ្រាន់តែចង់សាកល្បងកម្លាំងដៃរបស់ខ្ញុំប្រសិនបើបែបនេះខ្ញុំនឹងវាយអញឲ្យព្រមចោះចាញ់មនុស្សអាក្រក់ដល់ពេលខ្ញុំហើយគឺពេលនេះឯងពេលនេះហើយ គេបើជាមានកម្លាំងខ្លាំងដល់ម្លឹងគ្មានអីអស្ចារ្យផងហៅថាអ្នកបដាល្បីឈ្មោះមិនក៏មកហៅថាមនុស្សឈួតវិញអមិនមិនយល់លេសើជាមួយឯងទេពេលនេះយើងនឹងឲ្យអាលិតឯងឃើញសមត្ថភាពពិតរបស់យើង នៅចំពោះមុខកម្លាំងល្បិចទាំងនោះគឺគ្មានប្រយោជន៍ទេពេលនេះឯងព្រមចោះចាញ់ទេនេះលោកគ្រូអាចជន់សងសឹកឲ្យលោកគ្រូហើយលោកគ្រូត្រូវតែរស់នៅលាក់ខ្លួនឲ្យយូរហើយតំណងនឹងអ្នកដទៃហេតុអីឯងសម្រាប់គាត់ហេតុអីក៏ឯងសម្រាប់លោកគ្រូរបស់យើងគាត់លាក់ខ្លួនយូរហើយហើយក៏ឯងទៅសម្រាប់គាត់ហេតុអីជុំវាយទៅខ្ញុំចាញ់ហើយទុកជីវិតឲ្យខ្ញុំផងខ្ញុំធ្លាប់បីឈ្នះមនុស្សច្រើនណាស់នរណាក៏ដឹងថាគ្រូឯងជានរណាដែរជប់សិនជប់ឯងនិយាយពីលោកគ្រូនោះគឺលោកគ្រូខំមីងមែនទេខ្ញុំពិតជាចង់ប្រកួតជាមួយលោកគ្រូឯងពីមុនគេត្រូវបានមនុស្សគ្រប់គ្នាហៅថាអ្នកប្រដាល់ឯងអ្នកណាមិនចង់វាយជាមួយគេពេលនោះខ្ញុំឡើងទៅលើភ្នំរកគេបង្ខំឲ្យគេវាយគ្នាប៉ុន្តែពេលដែលខ្ញុំវាយទៅលើគេខ្ញុំឃើញរាងកាយរបស់គេទន់ទៅហើយដូចផឹកថ្នាំបន្ទន់ឆ្អឹងយ៉ាងជើងដូច្នេះឯងក៏សម្លាប់គាត់មែនទេមិនមែនខ្ញុំទេមើលទៅឯងមិនទាន់ចោះចាញ់ទេខ្ញុំនិយាយគឺសើច្បងឯងគេដាក់ថ្នាំលើលោកគ្រូឯងព្រមទាំងលួចយកសិភើហាត់បដាល់ទៅគេចង់ខ្លាចទៅជាអ្នកបដាល់ទី1នៅក្នុងមេឃនេះឯងនិយាយម្ដងទៀតមើលខ្ញុំសូមសប្បុរសខ្ញុំនិយាយសុទ្ធតែជាការពិតណាហេតុអីគឺជាសិស្សច្បងមិនអាចទេនៅឈប់ស្ងៀមធ្វើអីទៀតមិនក៏មិនឆាប់រត់ទៅកុំដេញអីអាចជន់មិនស្មានថាអ្នកសម្រាប់លោកគ្រូគឺជាសិស្សច្បងរបស់គេទីគេក៏សងសឹកខំមនុស្សដែរខានជួបគ្នាយូរហើយអាចជន់ខានជួបគ្នាយូរហើយអាចជន់ឯងនៅហ៊ានមកទៀតយើងបាននិយាយហើយថាយើងនឹងត្រឡប់មកវិញមនុស្សថោកទាបបើឯងមកហើយខ្ញុំនឹងយកជីវិតរបស់ឯងសងសឹកឲ្យវិញ្ញាណក្ខន្ធរបស់លោកគ្រូអាចជន់តែឯងស្មានតែខ្ញុំដោយការពីមុនណាតាំងពីតូចគឺឯងឈ្នះខ្ញុំពេលនោះខ្ញុំស្បត់ថាគង់តែមានថ្ងៃឯងស្លាប់ក្នុងដៃខ្ញុំក្រៃឯងមានកម្លាំងខ្លាំងពីកំណត់មែនទេឡោះហើយពេលនេះពួកយើងមកប្រកួតគ្នាចាំមើលថាណាគឺជាខ្មោចនៅក្នុងដៃពិតប្រកបកុំស្មានថាឯងដណ្ដើមយកសិភើហាត់វាយប្រដាល់របស់លោកគ្រូលួចផឹកថ្នាំកម្លាំងរបស់គាត់ឯងយកឆ្នាំមនុស្សក្រំមេឃសិស្សច្បងឯងវាយចាញ់ខ្ញុំជារៀងរហូតព្រោះកណ្ដាប់ដៃពិតគឺគ្មានមេត្តាមានតែសម្រាប់មនុស្សតែប៉ុណ្ណោះទោះជាឯងឈ្នះការប្រកួតនេះតែកណ្ដាប់ដៃឯងគ្មានមេត្តាមានតែសម្រាប់មនុស្សលោកគ្រូមកពីសិស្សច្បងឯងមានចិត្តបិសាចពីថ្ងៃនេះទៅ
មិនមែនជាសិស្សរបស់យើងទៀតទេ តាមពិតលោកគ្រូដេញខ្ញុំចេញដើម្បីការពារខ្ញុំប៉ុណ្ណោះអាចនសំទងបង្ខំអ្នកទាំងពីរមកទីនេះលោកសុងខ្ញុំគ្រាន់តែចង់ឲ្យលោកមើលឃើញអាចនធំឡើងយ៉ាងពិតប្រាកដកណ្ដាប់ដៃដែលគេវាយចេញទៅគឺសាច់ចរិនមិនមែនបកករបួសចាប់ផ្ដើមទៅប្រកាសណាស់ថ្នាំកម្លាំងនិងសិភៅហាត់វាយបដារបស់លោកគ្រូគឺប្រកែកណាស់អាចន់បន្ទាប់ពីថ្ងៃនេះខ្ញុំនឹងវាយឲ្យស្លាប់គឺជាអ្នកខ្លាំងប្រកែកគ្មានសត្រូវទូទាំងយ៉ាងណានឹងចាំងបៃក្រោមមេឃនេះដល់ពេលនោះខ្ញុំដុតกระดาษឲ្យឯងនិងលោកគ្រូវាទើបតែចាប់ផ្ដើមឯជាបិសាចបំពេញបណ្ដាំរបស់លោកគ្រូសម្រាប់លោកគ្រូឯងមានទោសធ្ងន់ណាស់កន្លែងខ្ញុំផឹកថ្នាំឲ្យមែនទេហេតុអីខ្លាចជាបែបនេះគេវាយមួយដៃធ្វើឲ្យខ្ញុំក្អួតឈាមខ្ញុំធ្វើបានហើយលោកគ្រូធ្លាប់និយាយថាថ្នាំកម្លាំងនិងសិភៅហាត់វាយប្រដាល់របស់គាត់ទុកសម្រាប់មនុស្សមានក្តីមេត្តាទើបអាចគ្រប់គ្រងបានមនុស្សអាក្រក់រងការប៉ះពាល់យ៉ាងខ្លាំងនេះមើលកំហឹងគេចុះនាងនាំខ្ញុំមកតើដើម្បីមើលគេវាយសិស្សច្បងគេឲ្យស្លាប់អញ្ចឹងអាចនកំពុងតែសងសឹកឲ្យលោកគ្រូរបស់គេគឺអាចារ្យធ្វើអំពើអាក្រក់សម្រាប់វាមិនមែនជាហេតុផលឲ្យគេសម្លាប់មនុស្សទេរងចាំសិនទៅមិនដល់ចុងក្រោយតើបងដឹងថាគេគ្រប់គ្រងខ្លួនឯងបានទេរងចាំសិនទៅដល់ពេលហើយតើនៅមានអ្វីឲ្យមើលទៀតថ្ងៃនេះធ្វើតាមបណ្ដាំរបស់លោកគ្រូរងចាំសម្ដីរបស់ពុកសិស្សច្បងខ្ញុំមិនសម្លាប់ឯងទេលោកគ្រូនិយាយត្រូវកណ្ដាប់ដៃខ្ញុំមិនគួរណាប្រឡាក់ឈាមមនុស្សអាក្រក់គឺត្រូវចូលរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុបដាល់ជាតិសិស្សច្បងទុកឲ្យច្បាប់ជាអ្នកដាក់ទោសឯងចុះខ្ញុំមិនចុះចាញ់ទេហេតុអីខ្ញុំចាញ់ទេអាចនគេធ្វើបានហើយអាចនអញធ្វើបានល្អណាស់អញជោគជ័យយកឈ្នះចិត្តបិសាចរបស់ខ្លួនអញបានហើយគ្រប់គ្រងកម្លាំងពីថ្ងៃនេះទៅអញខ្លាចជាអ្នកប្រដាល់ពិតប្រកបមិនខានទេប៉ាក៏មកដែរកូនប្រុសឯងធ្វើបានហើយឯងធំហើយលោកគ្រូថ្ងៃនេះជាថ្ងៃ7ថ្ងៃនៃការស្លាប់របស់លោកគ្រូអាចនមកមើលលោកគ្រូហើយគ្រាន់តែអាចនមិនស្មានថាបន្ទាប់ពីលោកគ្រូស្លាប់ទៅទើបយល់ច្បាស់ពីការណែនាំរបស់លោកគ្រូហើយបងឈិញបើពីដំបងកូនបងមិនបានស្លាប់ប្រហែលជាធំដូចជាអាចនហើយខ្ញុំទុកអាចនដូចជាកូនមកការរបស់ខ្ញុំចឹងបងឈិញ